อย่างนั้นវាមិនមែនជារឿងខ្លាយវាជាភាពស្រស់ស្អាតវិញណាបើដើមស្រល់វាស្រស់ស្អាតមែនប៉ុន្តែពីមុនមានដើមពោអញ្ចឹងទៅដើមស្វាយអូ random ដើមឈើអញ្ចឹងដើមសរសេកដើមអីដើមញ៉ៃញ៉ៃដែលយើងធំស្អាតស្អាតតែយើងគួររៀងខ្លាចហើយបើពីតូចហ្មងសឹងថាអានេះមិនមែនរឿងខ្មោចលងណាទាំងអស់គ្នាវាជាហេតុការណ៍មួយដែលធ្វើឲ្យខ្ញុំចាំហើយដកជាប់អារម្មណ៍ហ្មងហើយគឺរឿងលើកទី1ដែលបានជួបលើកទី1ហ្មងភូមិខ្ញុំក៏អញ្ចឹងពេលដែលខែភាសាទឹកឡើងលិចផ្លូវលិចអីអស់ហើយពួកយើងធ្វើដំណើរដោយប្រើទូកអញ្ចឹងវាចំពេលហ្នឹងគឺខេត្តដាក់បិណ្ឌហើយពួកខ្ញុំទៅវត្តអញ្ចឹងបន្ទាប់ពីមកពីវត្តវិញញ៉ាំបាយហើយយើងមកវិញយើងចាប់ដើមងូតទឹកលេងបងប្អូនស្រីខ្ញុំយើងមានគេហៅពងហ៎បងយ៉ាលេងអាហ្នឹងលេងហ្នឹងទៅពូខ្ញុំម្នាក់គាត់ត្រូវជាបងប្អូនចំនួនមួយម៉ាក់ខ្ញុំហើយគាត់ស្មានទៅគាត់ស្រវឹងខួបគាត់អ្នកផឹកគាត់អីអញ្ចឹងណាហើយមុខតែខ្ញុំមានអាស្រមលោកតាអ្នកគេហៅអ្នកតាមួយចំពីមុខតែខ្ញុំហ្មងហើយចៃដនអីចំពីមុខផ្ទះនៅពីមុខផ្ទះឬក៏ឆ្លងផ្លូវផ្លូវជាឆ្លងផ្លូវលំហ្នឹងជាប់គ្នាចាំន័យថាមុខតែខ្ញុំមានតែអ្នកភូមិឯងទល់មុខតែខ្ញុំគឺអាស្រមលោកតាផ្ទះយើងទល់មុខអាស្រមលោកតាក៏ទល់មុខផ្ទះយើងដែរទល់មុខគ្នាមកព្រោះតែខ្ញុំអត់មានផ្ទះគេនៅពីទល់មុខហ្នឹងឯងហើយពេលមកពីវត្តវិញអញ្ចឹងយើងកំពុងតែងូតទឹកលេងមួយបងស្រីបើខ្ញុំណាងូតទឹកលេងអញ្ចឹងក៏ឃើញពូខ្ញុំហ្នឹងគាត់ស្វឹងហើយគាត់លោឡាមែនតើគាត់ជិះទូកមកដល់កន្លែងអាស្រមលោកតាហ្នឹងគាត់លោឡាគាត់ជេរអញ្ចឹងណាគាត់ជេរលោកតាជេរប្រមាថអីទៅយើងក៏ក្មេងយើងអត់ចាំអារម្មណ៍ឯងយើងក៏លេងទឹកតទៀតតលេងឃើញគាត់កាន់ចង្វាអុំទូកម្នាក់ឯងហ្នឹងធ្លាក់ទឹកគាត់ធ្លាក់ទឹកហ្មងធ្លាក់ទឹកទៅខ្ញុំក៏ឃើញគាត់លងយើងក្មេងតែគិតថាគាត់លេងទឹកអីមិនដឹងតែវាសឹងតែកដាទៅលេងដែរហើយអត់ចាប់អារម្មណ៍ទេតែយើងក៏ស្រែកឲ្យបងចំនួនមួយចិត្តនឹងដែលផ្ទះរៀងឆ្ងាយពីគ្នាអញ្ចឹងក៏ស្រែកថាបងពូលងទឹកអត់មានណាចាប់អារម្មណ៍មួយយើងហ្មងបងស្រីពើខ្ញុំហ្នឹងគាត់ទូចតែគាត់ព្យាយាមស្រែកថាពូខ្លីលងទឹកមកជួយមើលពួកអត់មានណាជួយមើលហ្មងស្រាប់តែខ្ញុំឃើញគាត់កាន់ចង្វាហ្នឹងវែងអញ្ចឹងគាត់របៀបគាត់លោឡាឲ្យលោកតាជេរលោកតាអញ្ចឹងហើយស្រាប់តែលិចបាត់ទៅឃើញតែចង្វាហ្នឹងវាចង់រហូតមានន័យថាខ្លួនគាត់លិចបាត់ហើយតែឃើញចង្វាហ្នឹងវាតែអញ្ចឹងហើយទូកហ្នឹងអាសត្វទៅអាសត្វចង្វាតែប្រឈអញ្ចឹងមានន័យថាខ្ញុំសម័យមើលគាត់កំពុងតែកាន់ចង្វាហ្នឹងឃើញកាន់ឡើងអត់ចង្វាហ្នឹងគឺអត់លិចទៅណាហើយខ្ញុំអត់ដឹងថាមិនចង្វាលិចចង្វាហ្នឹងឈើប៉ុន្តែវាអត់តែចាំមិនន័យថាគាត់កំពុងតែកាន់ចង្វាហ្នឹងហើយគាត់ស្រវឹងហែលអត់រួចឬក៏មានអីទាញគាត់មិនក៏យើងអត់ដឹងហើយបន្ទាប់ពីខ្ញុំស្រែកហៅបងអីឲ្យមកជួយមើលអត់មានអ្នកគេឲ្យពើមកខ្ញុំតែមនុស្សច្រើនណាគេចាប់អារម្មណ៍គេគាត់តែខ្ញុំលេងក្មេងចេះតែស្រែកលោឡាមិនដឹងអីមិនដឹងក៏គេចាប់អារម្មណ៍ស្រាប់តែបានប្រហែលជា1ម៉ោងក្រោយខ្ញុំក៏ទៅបាត់ទៅទូកវាតែទៅឆ្ងាយទៅក៏មានអ្នកឃើញហើយក៏ស្គាល់ថាជាទូកគាត់ហើយបាត់គាត់ក៏ខ្ញុំប្រាប់ថាគាត់លងទឹកអត់មានអ្នកគេមកមើលខ្ញុំស្រែកមួយថ្ងៃហើយរបៀបអញ្ចឹងស្រាប់តែគាត់ក៏បានស្លាប់ទៅហើយអីដែលយើងសោកស្ដាយហ្នឹងគេមករក3ម៉ោងអត់ឃើញសពនៅមុខផ្ទះខ្ញុំហ្នឹងមុខផ្ទះខ្ញុំវាឆ្ងាយប្រហែលជា5-600ម៉ែត្រដែរយើងនេះរកសពគាត់មិនក៏អត់ឃើញដែរហើយគេក៏ទៅយកខ្ញុំឲ្យមកចោលកន្លែងគាត់ស្លាប់ហើយខ្ញុំយំផងអីផងខ្ញុំខ្លាចខ្ញុំពេលនោះខ្ញុំខ្លាចខ្ញុំមិនខ្លាចតែខ្មោចខ្ញុំខ្លាចទាំងសាក់សពទៀតឲ្យតែសាក់សពមនុស្សស្លាប់ខ្ញុំហ៊ានមើលខ្ញុំខ្លាចខ្ញុំសម័យខ្ញុំគេនេះគឺសម័យមុខគាត់តែពេលគេរកមិនក៏អត់ឃើញគេយកសណាញ់យកឈឹបយកមងអីមកគាត់បែកបល់ពីនឹងអត់ឃើញអូនឯងទៅចោលប្រាប់តិចទៅកន្លែងគាត់ស្លាប់ហ្នឹងតាណាហើយខ្ញុំក៏អត់ច្បាស់ដែរគាត់ខ្ញុំថាម្ដុំហ្នឹងខ្ញុំក៏យកជីទូកទៅខ្ញុំក៏បាច់ទឹកចែខ្ញុំថាខ្ញុំឃើញគាត់លិចម្ដុំហ្នឹងហើយទល់មុខអ្នកតាអញ្ចឹងណានិយាយទៅព្រោះសវល់ដែរព្រោះដើមឈើវាធំហើយពេលហ្នឹងគេហៅបែកវាលមានតែទឹកបែកវាលហើយអត់មានដីទៀតទេមានតែទឹកទេអូដោយសារយើងនៅលើកោះយ៉ាបងសូផ្ទះអ្នកខ្លះគឺអត់មានដីទេមានតែចតទូកនឹងចដើមហ្មងឡើងចដើមយ៉ាបើផ្ទះខ្ញុំរៀងខ្ពស់ផ្ទះធំដែររៀងខ្ពស់ទៅយើងមានទួលមកបាទរបៀបផ្ទះយើងទៅតែបើផ្ទះអ្នកផ្សេងគឺលិចអស់លិញអ្នកខ្លះសឹងលិចផ្ទះទៀតដល់ទៅនៅយើងហើតទៅនៅអញ្ចឹងយើងក៏និយាយតតែពេលដែលខ្ញុំបាត់អញ្ចឹងទៅលឹបចុះទៅគឺនៅនឹងមកក្តាប់ស្មៅនៅអញ្ចឹងមកអោនកាប់មុខមកអង្គុយឬក៏ដេកស្លាប់លុតជង្គង់ចេះហើយលើកឡើងមកខ្ញុំឃើញទស្សនវិជ្ជាហ្នឹងមកកាន់ស្មៅមានន័យថាពេលដែលគាត់ស្លាប់ទៅទឹកលិចហ្នឹងមិនមែនទឹករហូតទេមានន័យថាទឹកឡើងមកអញ្ចឹងអាស្មៅដែលវាធ្លាប់ដុះអូយល់ហើយមានន័យថាទឹកអាហ្នឹងធ្លាប់ជាដីគោកបាទវាធ្លាប់ជាដីគោកអញ្ចឹងពេលដែលវាដុះមកគាត់ស្លាប់ទៅហ្នឹងគឺដៃគាត់ក្តាប់ស្មៅជាប់ចេះហើយកកគាត់មានស្នាមឈាមហើយពេលដែលយើងយកសាកសពគាត់ឡើងមកលើហ្នឹងយើងឃើញគាត់កាប់មុខលុតជង្គង់ហើយដៃគាត់ក្តាប់ជាប់ស្មៅទៅអញ្ចឹងស្មៅលួយដែលធ្លាប់ទឹកលិចហ្នឹងហ្នឹងហើយស្មៅងាប់ហើយអីដែលយើងចាប់អារម្មណ៍គឺកកគាត់មានស្នាមដូចគេកាច់ស្នាមក្លីផ្សែឬក៏មិនក្រហមជាប់ឈាមហើយខ្ញុំក៏សួរម៉ាក់ថាមិនបានត្រូវមានស្នាមហ្នឹងហើយគាត់ក៏ធ្លាប់និយាយថាពូគាត់មានប្រពន្ធច្រើនគាត់អាសាមកស្បត់មួយលោកតាហ្នឹងគាត់ស្បត់កាច់ចង្វាក់កគាត់ស្បត់ឲ្យអីអញ្ចឹងណាចាស្បត់តាមហ្នឹងញ៉ាំគាត់ចេះតែស្បត់ឲ្យទៅរួចខ្លួនទៅថាបងឈប់ក្បត់ប្រពន្ធហើយស្បត់ឲ្យលោកតាក្បាល8កាច់បាក់កអញ្ចឹងទៅហើយថ្ងៃហ្នឹងគាត់ស្បត់អីគាត់មិនលោឡាជេលោកតាអញ្ចឹងខ្ញុំក៏អត់ហ៊ានប្រមាថខ្ញុំក៏អត់ជឿសុបប៉ុន្តែវាជាអីមួយដែលខ្ញុំឃើញផ្ទាល់ភ្នែកពេលដែលលើកសាកសពគាត់ឡើងលើទូកមកគាត់រឹងក្តាប់អញ្ចឹងហើយកកគាត់មានស្នាមចំឈាមហ្នឹងតែខ្ញុំសម័យហេតុអីទៅគាត់ត្រូវទៅកាន់ចំមនុស្សយើងពេលដែលស្វឹងហើយលងទឹកមានថាយើងសវាយហែលអត់រួចនិយាយថាក្តាប់ដៃអញ្ចឹងអីដែលខ្ញុំសម័យចេញគឺគាត់លុតជង្គង់ហើយអោនទៅក្រោមចឹងមើលសិនជា
snap គួរណាស់តែណែត អត់ដែរ ហើយ ពួកគេសាដូចពេលហ្នឹងខ្ញុំនិយាយច្បាស់ជា3 4ម៉ោងខ្ញុំអត់ដឹងមិនអត់ដែរតែគាត់ជាប់ នៅឥឡូវថាយើងអត់ដែរក៏អត់ចោះថាជាប់អីប៉ុន្តែវាអត់អាចគាត់មានកម្លាំងទៅក្តាប់ស្មៅទេយល់ខ្ញុំនិយាយអត់ចោលគឺអស់ ឬក៏អីនៅនឹងធ្វើមិនបានត្រូវអញ្ចឹងមកហើយក៏អត់មានអ្នកណាគេមិនសិនថាហេតុអីបានត្រូវគាត់មានជាមកតំណឹងទាំងដែលខ្ញុំឃើញគាត់អុំទូកជ្រៀងហើយធ្លាក់ទៅលិចស្អីហៅគេមកជួយមានមកជួយអត់ចាប់អារម្មណ៍គេអត់ចាប់អារម្មណ៍មែន ព្រោះយើងអត់ស្ដឹងអីទៀត យើងអត់ដឹងអីទេ7 8ឆ្នាំ យើងគិតថារឿងធម្មតា ដឹងយេប៉ុន្តែអីដែលអត់ធម្មតាហ្នឹងពេលដែលខ្ញុំទៅប្រាប់គាត់ហើយគេលើកថាថតដល់លើទូកហ្នឹងហើយគេដឹកខ្ញុំទៅមួយសាកសពហ្នឹងហ្មងខ្ញុំស្រែកយំហ្មងហើយខ្ញុំខ្លាចគាត់មែនតើយំឲ្យអ្នកទាំងទៅជួយឲ្យជួយយើងជីទូកក៏ត្រូវតែយកទូកទៅយកខ្ញុំអីចឹងទៅហើយក៏បានទៅយកដល់ដឹកទៅដល់ផ្ទះគាត់ហ្មង ចុះសពហ្នឹងដាក់ទៅផ្ទះឬក៏ដាក់ទៅវត្ត ទៅដល់ផ្ទះគាត់ដោយសារផ្ទះគាត់ទូចហើយទឹកលិចអស់ហើយដាក់សពទៅគាត់ធ្វើបានគាត់ក៏យកទៅវត្ត តែវត្តលិចដែរ វត្តលិចប៉ុន្តែបរិវេណវត្តអត់លិច វត្តអត់លិចទេគាត់ជុំវិញវត្តគឺយើងធ្វើដំណើរត្រូវការជីទូកទៅហើយចាដល់ប៉ាខ្ញុំគាត់រៀងអាចារ្យទៀតតែគាត់ក្មេងដែរទេគាត់ត្រូវយប់ឡើងគាត់ទៅស្មូតក៏ដល់សពអីចឹងអូខ្ញុំទៅទៀត តែខ្លាចអត់ទៅក្នុងហ្នឹង ខ្លាចយំប៉ុន្តែដល់មិនខ្ញុំចូលចិត្តដើរតាមប៉ាដល់ពេលហើយក៏ទៅដល់វត្តខ្លាចហើយឃើញសពគាត់ឃើញអីចឹងសម័យហ្នឹងទៅប៉ុន្តែអីដែលខ្ញុំអត់ដែរនិយាយពេលដែលក៏ដល់សពហើយយើងក៏ជីទូកមកផ្ទះវិញហើយប៉ាខ្ញុំគាត់ចូលប៉ាខ្ញុំគាត់ស្មូតដូចចម្រៀងអញ្ចឹងមានន័យថាយើងពេលយើងដើរលេងយើងច្រៀងមែនអត់តែប៉ាខ្ញុំអត់ទេគាត់ស្មូតហើយស្មូតគាត់គឺស្មូតរបៀបបន់សពគាត់ដូចរៀនស្មូតអញ្ចឹង ត្រូវ ហើយស្លេងគាត់ព្រោះមែនតើស្មូតប៉ុន្តែឥឡូវខ្ញុំស្ដាប់ចេញព្រោះតែកាលខ្ញុំនៅតូចគឺខ្ញុំស្ដាប់ខ្ញុំចង់អង្គុយខ្ញុំខ្លាចគាត់ខ្លាំងហ្មងហើយជីទូកមកមិនមែនជីទូកតាមផ្លូវទេណាយើងជីទូកទៅវត្តកាត់ផលិតកាត់ព្រៃផលិតព្រៃតកួនអីហ្នឹងទៅបឹងស្នោអីរបៀបកាត់សត្វតាព្រៃហ្មងហើយស្ងាត់ជំនុំមួយគាត់ហ្នឹងគាត់ចាទូក មានភ្លើង7មានអីចឹង ហើយអីដែលខ្ញុំអត់ដែរនិយាយហ្នឹងគឺខ្ញុំមានអារម្មណ៍ថាពេលដែលខ្ញុំជីទូកមកវិញហ្នឹងគាត់នៅលើទូកមិនបាញ់ខ្ញុំ តំតែគ្រាន់តែមានអារម្មណ៍ទេថា វាអត់ឃើញ 100% ប៉ុន្តែខ្ញុំគិតថាគាត់នៅមកតាមខ្ញុំហើយអត់អស់ចិត្តនឹងខ្ញុំអត់បាន ជួយគាត់ ជោគជ័យ ដែរ ប៉ុន្តែខ្ញុំគិតថាប្រហែលជាវាអាចជោគវាសនាគាត់បន់គាត់ដែលត្រូវគាត់អស់អាយុតាមប៉ុណ្ណឹងពោះយើងទៅតាមការហៅគេមួយបងខ្ញុំអត់មានណាគេអើពើមួយអាចចំណុចហ្នឹងជារឿងមួយដែលខ្ញុំធ្លាប់ជួបហើយវាគួរឲ្យយើងដិតដាមត្រង់មួយទៀតពេលដែល100ថ្ងៃរបស់គាត់100ថ្ងៃរបស់គាត់ជំនាន់នោះគេបន់100ថ្ងៃគេដាក់ធុងបាសអីរំហើយកូនគាត់ធំ 100ថ្ងៃយូរហីត្រូវយូរ យូរវា3 4ខែណោះអញ្ចឹងគេក៏ដាក់ធុងបាសរំអីហ្នឹងទៅហើយកូនគាត់ធ្វើការរំចាក់នៅភ្នំពេញពេលដែលគេធ្វើបន់100ថ្ងៃអញ្ចឹងគេក៏នាំមិត្តភ័ក្តិគេទៅលេងមកទៅបន់ប៉ាខ្ញុំអីចឹងណាហើយគេក៏ដាក់បាសដាក់អីរំទៅខ្ញុំក៏ទៅរំរែកគេដែរ តែគ្រាន់ពេលហ្នឹងយើងរៀងនៅក្មេង ហើយទូចទេយើងអត់ដឹងអីទេយើងលេងខ្លាចទេព្រោះយើងទៅក៏មិនមែនម្នាក់អីទៅគ្នាច្រើនប៉ុន្តែទស្សនវិជ្ជាមួយដែលខ្លាចជាងពេលដែលគាត់ស្លាប់ហ្នឹងទៀតគឺពេលដែលផ្ទះគាត់នៅទូចដល់ទេអញ្ចឹងគេក៏ធូបបានអីរំរែកអញ្ចឹងហើយក៏ឧទាហរណ៍ចោលដូចបងស្រែកអញ្ចឹងគាត់ទៅដូចបងអធិការ sorry ស្រែកទៅ ស្រែកអូខេស្រែកដូចបងស្រែកចោលគាត់ទៅបន់ហ្នឹងគាត់ទៅលេងមួយសង្សារគាត់ មិនស្រែកអ្នកស្លាប់ណា ស្លាប់ ស្រែកអ្នកស្លាប់ខ្ញុំអ្នកទៅបន់ស្រែកតោះ អត់ទេពូបន់100ថ្ងៃរបស់គាត់ហ្នឹងបន់100ថ្ងៃពូលងទឹកហ្នឹងយល់អត់បងមានន័យថាដល់កម្រិតខួបបន់100ថ្ងៃរបស់គាត់កូនរបស់គាត់ហ្នឹងហៅមិត្តភ័ក្តិឲ្យទៅបន់គាត់ហ្នឹងបន់ក៏មានម្នាក់ស្លាប់តទៀតអ្នកបំពេញដែលយើងអត់ស្គាល់ហ្មង មិនមិត្តភ័ក្តិដែលទៅហ្នឹងឯង មិត្តភ័ក្តិដែលគាត់ invite ទៅលេងហ្នឹងតែស្ដាប់ខ្ញុំសិនអ្នកភូមិខ្ញុំហ្នឹងគាត់ធ្វើតសសម្រាប់ធ្វើផ្ទះតសស៊ីម៉ងយើងហ្នឹង តសស៊ីម៉ង តែចាក់ចោលអត់មានកប់នៅក្នុងដីអីឲ្យវាមានដំណឹងទេមានន័យថាដាក់ជាហេតុបញ្ឈរចោល6ជួរអីអញ្ចឹងណា តសថ្មមួយ4ជួរណា តសថ្មហ្នឹងគ្រាន់តែចាក់ឲ្យហេតុតិចមកហើយដាក់បញ្ឈរចោលហើយចាក់ដល់នេះបងដែលគាត់បងប្រុសម្នាក់ដែលគាត់ទៅបន់សព100ថ្ងៃពូខ្ញុំហ្នឹងគាត់ទៅចងរឹងគេនៅតសហ្នឹងដាក់តសអត់មានកប់ដីទាំងអស់គាត់ចងគេងហើយក៏គេងទៅតែពេលដែលយប់ឡើងសង្សារគាត់ប្រហែលជាយើងគិតថាពេលដែលគាត់គេងវាអត់ធ្ងន់ទេអានេះយើងគិតវិទ្យាសាស្ត្រពេលដែលគាត់គេងវាអត់ធ្ងន់ទេរឹងហ្នឹងវាអត់តន់ទៅណាប្រហែលអីដែលពួកខ្ញុំសង្ស័យអ្នកភូមិអីសង្ស័យអាចថាពេលដែលខាងស្រីគាត់មកពីរំវែងគឺសង្សារគាត់អង្គុយខាងនេះគាត់ឡើងអង្គុយដែរអីចឹងហ្នឹងវាក៏កញ្ឆក់អត្តសហ្នឹងវាយទៅម្នាក់ហ្នឹងស្លាប់ឡើងខ្ទេចមកចាហៀងចឹងហើយសាក់សពមានអ្នកហ៊ានរើអីទាំងអស់ទុកដល់ភ្លឺ សាហាវពេក ហើយអូដោយសារនៅនឹងអត់ស្មានភ្លើងអីប្រើប្រាស់គ្រប់គ្រាន់ អត់មានម៉ាស៊ីនភ្លើងអត់មានទឹកអីគឺនៅក្នុងភូមិឯងហើយគាត់ចងគេងកតាតាមឈើអីចឹងហើយមានតសគេចោលអត់មានផ្ទះអ្នកភូមិអីចិត្តបង្កើយវាឆ្ងាយដែរហើយពេលដែលតសនឹងដួលអារម្មណ៍ហ្នឹងក៏មកយកនោះមានអ្នកចាប់អារម្មណ៍ដឹងដែរមានតែអ្នកនៅក្នុងកំឡុងបនហ្នឹងទេរំរែកអញ្ចឹងវាយប់ដែរហើយព្រោះនៅសក់9គេរំដល់ម៉ោង11 12យប់12យប់អីគេបិទហើយយើងក៏មកតែបាត់ហើយដែរតែវាផឹកឡើងទៅមើលខ្លាចតែទៅមើលទៅដល់អើដល់ចិត្តមកយើងសាក់សពបងប្រុសហ្នឹងគឺកពិតខ្ទេចមកជាងនិយាយទៅគឺខ្ទេចក្បាលខ្ទេចមកខ្ទេចរបៀបមិន តសថ្មហ្នឹងដួលមកអារម្មណ៍ចេះចងរឹងអញ្ចឹងណាហើយគេលឿងហឹងបាយសម័យមើល តែតសមកទាំងពីរតែមួយឯង មួយអារម្មណ៍មកចេះមួយលំមិនចេះ ទាំងពីរហ្មង យេហាក់ដឹងថាអីធម្មតាហ្នឹងបើមកតែមួយ យើងអត់ដឹងយើងនិយាយអីដែលយើងអត់ដឹងថាវាហេតុអីក៏វាត្រូវប្រទាញ ចុះអ្នកនៅហេតុការហ្នឹងចុះម្នាក់ស្រីហ្នឹង គាត់ថាមកដល់គាត់ឃើញអញ្ចឹងសូអត់មានអ្នកគេចាប់កំហុសថាគាត់មានបានឡើងទៅអុកលើហឹងនឹងអត់ឬក៏គាត់មកឃើញទស្សនវិជ្ជាអត់ថាអត់ដឹងទេគាត់មកដល់ឃើញហឹងតសនឹងអលំលើគ្នាហើយកាន់លើបងប្រុសនឹងបាត់ហើយ ចុះគាត់អត់មានចុះអាការៈម្នាក់ស្រី reaction របស់ម្នាក់ស្រី យំគាត់សោកស្ដាយអីយើង ស្រែក
តែបើមិត្តភក្តិមកមួយខ្ញុំគិតថាគេដឹងហើយព្រោះអត់អាចម្នាក់ស្រីនឹងដើរពីកន្លែងធំបេះមកងឹងហ្នឹងម្នាក់ឯងខ្ញុំនៅទូចដែរប៉ុន្តែគាត់ដឹងថាពេលហ្នឹងអត់មានយើងទៅដល់ស្រាប់ផ្លេចច្បាប់អីទេគាត់ថាយើងអាណិតគាត់គិតគាត់អីចឹងណាពេលដែលបងស្រីនឹងមកអង្គុយឬក៏លំមុនពេលមកដល់គាត់បងស្រីនឹងគាត់ឆ្លើយថាមកដល់ឃើញចឹងមកហើយហើយអត់មានអាហ៊ានលើកមែនទុកដល់ភ្លឺពេលដែលទុកដល់ភ្លឺក៏នំគ្នាអ្នកភូមិប្រអើជួយឆោតទៅមើលចឹងណាក៏លើកគាត់មកគាត់ខ្ទេចអស់បាត់ ចត់ពលិអត់មានទេ អូជំនាន់នោះភូមិខ្ញុំដូចចិត្តពេញដែរប៉ុន្តែដូចបុរាណដែរបងដូចបុរាណដែលមានតែគាត់ទៅមើលទៅអីធម្មតាជួយអន្តរាគមន៍លើកឡើងវិញអីចឹងទៅហើយក៏យើងចង់ដឹងណាពេលដែលយើងទុកសពនឹងបញ្ចប់តើឈាមវាជ្រាបបានប៉ុណ្ណាយើងកាប់ដីយកជាប់កាប់មកកាប់ដីមើលកាប់ពីចំហឹងមកចំហឹងវាវែងនេះកាប់ពីចំហឹងនេះឃើញឈាមដកទៅដល់ក្នុងទៀតអូឈាមទៅខំចុះមកណាឈាមច្រើនអស់ពីខ្លួនមកហើយគាត់ឡើងខ្ញុំសម័យទៅទៀតគាត់ឡើងខ្ទេចមុខជួយហើយខ្ញុំខ្លាចតែទៅចុះហេតុតសមកចំកដាលមុខចឹងហ្មងតសជ្រុងបាទចំមកខ្ទេចបើអារម្មណ៍ខំមែនអារម្មណ៍ជ្រុងមកកើតដែរវាត្រូវអារម្មណ៍បដិចំអាធម្មតាហើយយើងដោយសារចេះយើងមានអានេះយើងនិយាយជាសាសតែពេលដែលយើងទៅនិយាយដល់ផ្លូវដែលគេចាស់ទុំគាត់និយាយគាត់ថាផ្ទះដីទៅហ្នឹងគេអាចធ្វើផ្លូវបានទេព្រោះពីដើមឡើយតែហ្នឹងគឺផ្លូវរបស់គេផ្លូវងងឹតណាផ្លូវរបស់អាហើយបាទផ្លូវរបស់អាមនុស្សទាំងដែលគាត់ទៅធ្វើផ្ទះលើហ្នឹងគាត់ក៏មិនមែនគោលបំណងគាត់ទៅធ្វើផ្ទះនៅលើផ្លូវហ្នឹងដែរគាត់គ្រាន់បន្តសសរនឹងទុកចោលសិនទេតែអ្នកដែលខុសគឺទៅចងខាងគេអ្នកអត់ស៊ូអ្នកភូមិតែធម្មតាយើងមានអីទៅចាប់អារម្មណ៍គេធ្វើផ្ទះបានយើងអ្នកអំពេញយើងអត់គិតគាត់អ្នកអំពេញគាត់គិតអីទេគាត់ទៅដល់គេធ្វើផ្ទះបានប្រជាជនភូមិចិត្តហ្នឹងហើយបាសលេងចិត្តហ្នឹងមានអីខ្លាចគេងទៅណាតែគេងហើយផឹកឡើងគឺស្លាប់ដល់ដឹងខ្លួនហើយអាយដែលគាត់ពាក់គឺអាយយឺតពណ៌សទេប៉ុន្តែផឹកឡើងគឺយើងឃើញអាយពណ៌ឈាមហ្មងឡើងហើយទៅរួមមើលអីចឹងហើយវាសង្វេគខ្លាំងដែរថាយើងយកសពគាត់ទៅណាកើតដឹកអត់មានអ្នកជួយដឹកទៅស្រុកអូទូគេឲ្យឆ្លងហ៎អត់ទេអាពេលបន100ថ្ងៃហ្នឹងលែងទឹកលិចហើយទឹកសក់ទៅវិញហើយខែទឹកសក់ហើយយើងជិះម៉ូតូឆ្លងជិះឡានឆ្លងជិះម៉ូតូជិះអីធម្មតានៅលើផ្លូវព្រោះអីវា3ខែហើយ100ថ្ងៃវា3ខែជាងខែទឹកសក់ទៅវិញយើងជិះម៉ូតូជិះអីធម្មតាអញ្ចឹងអត់មានអ្នកជួយដឹកសពគាត់អត់មានអីទាំងអស់ចុងក្រោយក៏ដូចជាបានបងប្រុសម្នាក់គាត់មកពីណាទេគាត់ជួយដឹកសពហ្នឹងហើយដឹកបែបមិនអត់ទេចេញមកម៉ូតូហុំកាទេលនេះអត់ទេឡានដឹកតែដឹកមិនអត់ហ្នឹងមែនទេឡានកាមេរ៉ាយើងបើកគូតបត់សពហ្នឹងចូលគ្នាហើយដាក់កស៊ូបត់ដាក់គូតឡានមកគូតក្រោយមិនក្រាទេណាហើយខ្ញុំនិយាយខ្ញុំខ្លាចតែភ្លើណាឈរមើលរហូតហើយទាំងអស់គ្នាសម័យមើលបត់សាក់សពដែរដូចរឿងក្តីឃាតកម្មហ្នឹងយ៉ាតែអាហ្នឹងវាជាខុសច្បាប់អត់ដឹងថាពេលនោះមិនបានគេធ្វើអញ្ចឹងខ្ញុំអត់ដឹងដែរអាហ្នឹងដូចជាខុសច្បាប់យូរឆ្នាំហើយកាត់ឡើងយូរឆ្នាំខ្ញុំអត់ដឹងដែរខ្ញុំអត់ហើយគេបត់គាត់ហ្នឹងខ្ញុំក៏តែអត់ខុសព្រោះដោយសារស្មានទៅនៅក្រអញ្ចឹងអត់មានអីដែលត្រូវមធ្យោបាយដឹកគាត់ទៅស្រុកបានហើយអត់មានអ្នកគេហ៊ានដឹកសាក់សពអញ្ចឹងយកសពហ្នឹងទៅណាទៅវត្តមកពេញឬក៏ទៅគ្រូស្រុកកណ្ដាលរបស់អ្នកដែលស្លាប់ហ្នឹងដឹកទៅស្រុកកណ្ដាលរបស់គាត់ស្រុកគាត់នៅណាវិញអត់ចាំព្រោះគាត់អ្នកស្គាល់គ្នានៅហុងចាក់ហើយគាត់ទៅលេងយើងធម្មតារបៀបអញ្ចឹងក៏ដឹកគាត់ទៅក៏វាចប់ណាវាចប់ឲ្យយប់ហ្នឹងក៏ដឹកគាត់បានល្ងាចឡើងក៏ដឹកអីចឹងតែប៉ុន្តែគេសូត្រអីតិចតួចដែរព្រោះគាត់ជាខ្មោចស្លាប់ដែលអត់នេះចឹងគេហៅខ្មោចស្លាប់តែហោងបាទយប់ឡើងឡងហ្មងអត់ឲ្យយើងឃើញអីទេប៉ុន្តែដោយសារកោះខ្ញុំចេះកោះខ្ញុំកោះអញ្ចឹងណាក្បាលកោះមានវត្តចុងកោះមានវត្តខាងនេះមានវត្តអញ្ចឹងលើកោះខ្ញុំមានវត្ត3វត្តជុំវិញហើយអូខេមកជួរមុខនេះសត្វតែអ្នកតាទាំងអស់អ្នកតាអាចមានដូចជា4អ្នកតាអញ្ចឹងគឺយប់ឡើងឮថាសំឡេងនឹងរត់ទៅរត់មកសំឡេងសន្លឹបជើងទាំងដែលជាក់ស្ដែងពេលដែលគាត់ស្លាប់ភ្លាមក្នុងភូមិហ្នឹងខ្ញុំហ៊ាននិយាយថាបើសិនជាបងដែលគាត់នៅភូមិហ្នឹងឲ្យតន់ជំនាន់ខ្ញុំគាត់នឹងឃើញទស្សនវិជ្ជាហ្នឹងហ្មងម៉ោង7យប់ចាប់ដើមធ្លាក់ល្ងឹតភ្លាមស្ងឹតជ្រាបគ្មានអ្នកជិះម៉ូតូគ្មានអ្នកដើរគ្មានអីទាំងអស់គឺឈប់ធ្វើអីទាំងអស់ហើយរត់ចូលផ្ទះហ្មងដោយសារខ្លាចសពគាត់ហើយអីដែលខ្ញុំចាំមិនភ្លេចហ្នឹងគឺឲ្យតែយប់ឡើងមុនកំឡុងពេល7ថ្ងៃហ្នឹងឲ្យតែយប់ឡើងគឺឮសំឡេងរត់ទៅរត់មករហូតរត់របៀបម៉េចរត់ឮសំឡេងសន្លឹបជើងមនុស្សរត់ដោះបជើងជាមួយនឹងសំឡេងរបៀបដោះបជើងឬពាក់បជើងសំឡេងមានស្បែកជើងសំឡេងមនុស្សរត់ឲ្យយើងឮហើយឮគ្រប់សឹងតែគ្រប់ផ្ទះទាំងអស់ឮមកភូមិមកជាពិសេសអ្នកដែលទៅមើលយើងអត់តន់និយាយដល់ថាហេតុអីបានគាត់រត់ទៅរត់មកអញ្ចឹងខ្ញុំនិយាយពីអត្តភាពនៅក្នុងផ្ទះរបស់ខ្ញុំសិនផ្ទះខ្ញុំផ្ទះឈើ5 6ខ្នងវាធំដែរហើយតែឈើបាយដឹងស្រាប់វាគួរឲ្យខ្លាចហ្នឹងមែនអត់វាល្ងឹតហើយម៉ាក់ខ្ញុំគាត់ចូលចិត្តដាក់វាងនគ្រប់កន្លែងទាំងអស់ហើយពួកខ្ញុំគេគឺមកប្រឡំម្នាក់ចេះតែថាយើងធំយើងចាច់នេះគេ private រៀងខ្លួនគាត់ចាប់ដើមបងស្មាតទោសឥឡូវគាត់ចាប់ជាតិហើយគេដាក់ឈ្មោះគាត់បងអាកពិតគេឈ្មោះកពិតអូខ្មោចអាកពិតបាទស្មាតទោសគេហៅខ្មោចអាកពិតត្រូវខ្មោចអាកពិតហ្មងបាទគេហៅគាត់ចឹងហ្មងតែស្មាតទោសបាទឥឡូវគាត់លែងប្រកាន់ខ្ញុំហើយគេហៅកពិតអាកពិតចឹងហ្មងព្រោះគាត់ខ្ទេចចោលហើយដល់ពេលអញ្ចឹងគឺយប់ឡើងគឺកោហ្មងអត់ដឹងមានម៉ូតូអត់មានឡានទេតាំងពីគាត់ស្លាប់មកគឺអត់មានមែនអ្នកដែលនៅជំនាន់នោះមិនដឹងដូចកូវីដយើងឥឡូវអញ្ចឹងបើយើងទៅប្រាប់គេថាអាពេលកូវីដហ្នឹងមនុស្សអត់ចេញកើតគេអត់ជឿទេតោះតែអ្នកបានជួបក្នុងហេតុការណ៍ហ្នឹងថាពិតជាចេញតែអ្នកអត់កើតមែនហើយវាអញ្ចឹងហើយតែខ្ញុំធ្លាប់តែគេងប្របាយគ្នាទាំងអស់ម៉ាក់ខ្ញុំក៏ដេមុងមួយធំគេចូលគ្នាពួកខ្ញុំបងប្អូនច្រើនណាខ្ញុំ7នាក់គេងមុងតែមួយខ្លាចពេកជុតគ្នាហ្មងខ្លាចពេកហើយម៉ាក់ប៉ាខ្ញុំក៏គេងមុងមួយអញ្ចឹងទៅហើយលឺសលេងនឹងរត់ទៅរត់មករហូតលឺមកផ្ទះលឺអស់គ្នាលឺឲ្យតែអ្នកដែលងើបយប់ឬក៏ឲ្យតែអ្នកដែលជាពិសេសខ្ញុំមែនសិនហ្នឹងគឺអ្នកបានទៅមើលសោះគាត់ហើយបន្ទាប់ពីបានលឺរំខានអ្នកភូមិឡងរហូតជាពិសេសគឺអ្នកនៅចិត្តនឹងធ្វើអត់កើតណាឡងគូអាណិតប៉ុន្តែយើងខ្លាចគាត់ថាជួយខ្ញុំផងយកខ្ញុំទៅផ្ទះផង
do nhom tranh bị nắng phong ấy là bị chăng á ជាទៅធ្វើការជំនួយធ្វើការ គាត់ បង ធ្វើការជំនួយទេប៉ុន្តែជំនួយគាត់នឹងវាធ្វើឲ្យយើងខ្លាចមែនតើហ្នឹងខ្លាចខ្លាំងគាត់មិនមែនមកលងថាអ៊ូក្រក់អីណាប៉ុន្តែការលងរបស់គាត់ហ្នឹងគឺសុំជំនួយឲ្យយើងជួយ គេមិនចង់លងអីចេះទៅ បាទ គេត្រូវការជំនួយអីចេះ ហ្នឹងហើយហើយទៅពេលប៉ាខ្ញុំគាត់ប្រាប់ថាវាមិនមែនគាត់ទាំងអស់ទេវាមានដូចជាគេហៅគេដែលមកស៊ីសាក់សពផ្ទុះឈាមអីចឹង ប្រែត មិនប្រែទេគេដឹងថាធ្វើម៉េចអាហ្នឹងរបៀបថាចូលរួមក្នុងការលងបន្លាចយើងដែររបៀបគាត់ណោះ slow ទេគាត់គ្រាន់តែសុំជំនួយធ្វើម៉េចឲ្យគាត់ពីហ្នឹងឲ្យផុតដើម្បីបានទៅប៉ុន្តែអាអ្នកស៊ីផ្ទុះឈាមគេហៅសភាវៈអាក្រក់ដូចប៉ាខ្ញុំគាត់ហៅត្រូវខ្ញុំអត់ចាំមានពាក្យមួយដែលខ្ញុំគ្រាន់អត់ឃើញហ្មងថាជាបងដឹងបង comment នៅខាងក្រោមវីដេអូយើងប៉ាខ្ញុំគាត់ថាចាស់មកចំនួនគាត់និយាយថាពពួកហ្នឹងមកលងបន្លាចយើង អសូរកាយ មែនទេបងមែនអសូរយ៉ាត្រូវទេថាជាមានអ្នក comment ត្រូវបើមិនចឹងទេតែពេលសូយើងចាក់ខ្ញុំចូល comment របស់ខ្ញុំហត់តែឃើញ ហ្នឹងហើយហ្នឹងហើយ ដូចពួកហ្នឹងធ្លាប់មានចាស់គាត់និយាយដែរថាជួនកាលសាកសពដែលស្លាប់ទៅបាត់បើសិនជាគាត់ជាពេលដែលគាត់នៅរស់ជាមនុស្សល្អគាត់ស្លាប់ទៅបាត់គឺគាត់ទៅបាត់ហើយគាត់អត់មានញៀននៅលងបន្លាចយើងទេប៉ុន្តែអីដែលលងបន្លាចយើងហ្នឹងគឺអាសភាវៈដែលវាមកស៊ីសាកសពទូឈាមអីសេះសល់អីចឹងណាអាពួកដែលខ្មោចអនាថាយើងនិយាយចុះណោះវាមកស៊ីអាហ្នឹងហើយវាលងបន្លាចយើងពួកហ្នឹងអញ្ចឹងអាហ្នឹងមកតង់ទៀតគឺធ្វើឲ្យអ្នកដែលនៅម្ដុំហ្នឹងគឺរស់បានហ្មងខ្លាចខ្លាំងហ្មងហើយរហូតដល់ថ្នាក់យើងក៏វិធីសាស្ត្រថាធ្វើមិនដើម្បីឲ្យគាត់ ទៅសុខតែភព ទៅកាន់សុខតែភពបានទៅធ្វើបន់អីគាត់នេះអញ្ចឹងណារហូតដល់7ថ្ងៃបានម៉ែគាត់ត្រឡប់មកកន្លែងហ្នឹងម្ដងទៀតទៅបញ្យល់សពគាត់អីចឹងថាសូមមកតងព្រលឹងម្ដងទៀតសូត្រមុនអីធំត្រូវអីចឹងឲ្យសង្សារនឹងមកផងសង្សារស្អីគាត់នឹងចឹងអត់ដឹងថាគាត់ធ្វើខុសអីជាមួយគ្នាទេបានគាត់ថាឲ្យសង្សារនឹងមកកន្លែងនឹងដែរហើយនិមន្តព្រះសង្ឃមកតងព្រលឹងគាត់មានការសូត្រអីធំត្រូវពួកថ្ងៃដែលយកទៅហ្នឹងគឺដូចយើងធ្វើឲ្យតែបានសិនណាដើម្បីដោះយកទៅយកតែសាកសពអីនិយាយទៅ ព្រោះដោយសារគាត់អត់មានសាច់ញាតិនៅក្នុងភូមិហ្នឹងគ្រាន់តែទៅបន់តាមមិត្តភក្តិអញ្ចឹងណាអញ្ចឹងក៏មកតងអីហើយអស់ហ្នឹងទៅដូចយើងនឹងគាត់ជាខ្មោចដែល slot ជាខ្មោចដែល slot អញ្ចឹងគាត់ក៏ប្រាប់ថាមូលហេតុដែលគាត់រត់ទៅរត់មកហ្នឹងគាត់ចង់ចេញពីហ្នឹងទៅស្រុកគាត់ដែរទៅតាមគេដែរប៉ុន្តែរត់ទៅជាប់វត្តរត់ទៅណាជាប់អ្នកតាអញ្ចឹងអ្នករួចពីកោះហ្នឹងមកយល់ហ្នឹងអត់នៅព្រឹកសបល់មានន័យថាអញ្ចឹងមកវត្តមកជួរមុខទលេអ្នកភូមិគ្រូនៅជួរទលេចេះខាងក្រោយអ្នកសើមានទេយូរមានផ្ទះមួយអញ្ចឹងមានវត្តខាងនេះនេះខាងអ្នកតាសបោមនុស្សប្រជាជននៅខាងអ្នកតាក៏រត់ជាអ្នកធួចេះរបៀបដូច គេមានខ្សែដូចថាបន្ទាត់ខណ្ឌគេយើងនិយាយឲ្យខ្លីសោះស្មាត់តុកគាត់មិនមែនជាខ្មោចនៅក្នុងស្រុកភូមិដែរអ្នកតាឬក៏បានរំបីនៅក្នុងវត្តអីលើកលែងឬក៏ឲ្យគាត់ទៅបានយល់យកថាគ្នាឯងអញ្ចឹងគាត់ជាខ្មោចណាថាមួយដែលគេស្គាល់អញ្ចឹងមកតាមយើងគិតណាហើយគាត់ក៏បញ្យល់ប្រាប់អញ្ចឹងដែរថាគាត់សុំគេចាញ់ក៏គេឲ្យចាញ់ដែរគាត់ទៅណាក៏គេបិទផ្លូវគាត់ទៅណាគេបិទផ្លូវអញ្ចឹងមូលហេតុដែលគាត់រត់ទៅរត់មករំខានអ្នកភូមិហ្នឹងគឺដោយសារគាត់ចង់ចេញពីហ្នឹងហើយមានគេធ្វើបាបគាត់ដែរផ្លាច់ដូចយើងនិយាយមុនហ្នឹងអញ្ចឹងសភាវៈដែរមកជាយើងស៊ីខ្ទុះឈាមដែលវាសេះសល់អីអញ្ចឹងធ្វើបាបគាត់អីអញ្ចឹងហើយគាត់ចង់ចេញពីហ្នឹងគាត់ចង់ទៅចាប់ជាតិគាត់ចង់អីគាត់អត់បានគាត់ចង់ទៅផ្ទះគាត់ថ្ងៃ7ថ្ងៃហ្នឹងគាត់បានអញ្ចឹងគេខាត់គាត់ហើយគេធ្វើបាបគាត់អីចឹងគេមានអំណាចខ្លាំងជាងអីចឹងគេខ្មោចខាន់តំបន់ហ្នឹងហើយដល់ពេលអាទៅពេលដែលលងអ្នកភូមិខ្ញុំក្នុងការទៅចោះលងអ្នកភូមិហ្នឹងលងអ្នកណាដែលលងគួរឲ្យខ្លាចជាងគេដែលយើងលើតគ្នាមកអ្នកដែលម្ចាស់ផ្ទះហ្នឹងហ្មងម្ចាស់ផ្ទះគាត់មានផ្ទះខ្ទមល្មមមួយនៅចិត្តអត្តសរហ្នឹងវាមិនមែនចិត្តខ្លាំងឧទាហរណ៍ថានេះដល់ធំចេះដីផ្ទះប៉លឿងអាគេប៉លឿងចុះហ្នឹងសាលាបាទសាលាប៉លឿងចុះអញ្ចឹងគឺគាត់លឺសំឡេងតហូយំស្រែកយំយប់ឡើងតិចសោយយប់ឡើងតិចសលេងអីផ្សាច់យប់បន្តិចទៅសលេងមានសលេងស្អីអាលំបក់អីមករបៀបធ្វើឲ្យយើង remind ឃើញទស្សនភាពហ្នឹងមកយេធ្វើឲ្យយើង remind ការទស្សនភាពថាវាកាត់ឡើងរបៀបមិនហើយមានតែគេចេញអត់មានភ្លើងទេមានប្រព័ន្ធភ្លើងអត់មានប្រព័ន្ធទឹកទេស្រុកខ្ញុំពេលហ្នឹងផ្លូវដីទេបងផ្លូវដីជិះទៅហើយទលោមទេហើយដើមឈើធំសម័យដើមឈើធំពេញហ្នឹងមកហើយអ្នកដែលនៅម្ដុំហ្នឹងទល់មុខហ្នឹងទល់អីហ្នឹងគឺធ្វើអត់កើតមកតែចេញមកតែពេលថ្ងៃយប់ឡើងគឺម៉ោងធ្លាក់ពលឺម៉ោង6កន្លះអីហ្នឹងគឺចូលផ្ទះបិទឲ្យដេកហ្មងហើយបើខ្ញុំវិញពេលដែលគេងអញ្ចឹងយើងគេងហើយណាជុំបងប្អូនឲ្យ5 6 7នាក់មកមុងអញ្ចឹងលើកជើងអញ្ចឹងឧទាហរណ៍ថាបើសិនភ្ញាក់ពឹបអត់ហ៊ានតម្លាក់ហ្នឹងឯងខ្លាចខ្មោចដឹងយើងដឹងតែកុំឲ្យយើងមកលងយើងក៏អត់ដែរតែបើយើងងើបមកអញ្ចឹងហើយគឺជើងយើងស្ងៀមអញ្ចឹងដៃយើងកំរកអញ្ចឹងយើងអត់ហ៊ានទេយើងទ្រាំអញ្ចឹងរហូតដល់ខ្លួនឯងគេលក់វិញអត់ហ៊ានកម្រងខ្លាចខ្មោចដឹងថាអូវាអត់តន់ដេកអញលងវាសិនហ្នឹងហើយតែបើតាសម្រាប់ខ្ញុំផ្ទាល់ហ្មងខ្ញុំលឺអាសលេងរត់ហ្នឹងតែ2ដងទេព្រោះថាខ្ញុំប្រញាប់ចូលគេខ្ញុំភ័យដែរខ្ញុំខ្លាចអញ្ចឹងខ្ញុំលឺសលេងរត់តតែ2ដងទេរត់ទៅរត់មកហើយរត់ពេលខ្លះទៅរត់ម្នាក់ឯងទៅរត់អញ្ចឹងជួងងាប់ឆ្មៃចាប់ដីផ្លូវដីរបស់មិនលឺហើយស្បែកជើងផ្ទាត់អីចំនួនអាកម្មញ៉ៃអាចកម្មញ៉ៃកញ្ចក់កម្មញ៉ៃកញ្ចក់កម្មញ៉ៃកម្មញ៉ៃផ្ទាត់ហ្នឹងវាមិនលឺអាបើជើងហ្នឹងគាត់ប្រាប់ហ្នឹងផ្លាប់ហើយអ្នកភូមិណាមករត់មកពីតាបងមួយព្រឹកឡើងគេដើរសួរគ្នាហ្មងអត់មានទេព្រោះដោយសារភូមិទូដែរទេហើយប្រជាជនគេតិចដែរស្គាល់គ្នាទាំងអស់ស្គាល់ស្បែកតែឥឡូវហ្នឹងស្គាល់ប្រាប់ឈ្មោះពិតនៅក្នុងស្រុកខ្ញុំក៏គេស្គាល់ខ្ញុំដែរចាំន័យថាគេសួរថាជុំមិញមកប៉ុណ្ណេះមានអ្នកណាទៅណាអត់គេចង់ដឹងថាពិតជាឡងអត់មានទេហើយក៏មានពូខ្ញុំម្នាក់គាត់ថាឃ
ឃើញមនុស្សរត់ គាត់អត់មើល គាត់ឃើញពាក់អាវពណ៌ឈាមរត់ថាមានក្បាលទេអត់មានក្បាលទេខ្ទេចអីអញ្ចឹងណាហើយរត់ទៅរត់មករត់ទៅរត់មកអញ្ចឹងរត់ទៅរត់មកដូចរបៀបថាមិនមែនបន្លាចលងអីទេដូចរត់សុំចំនួន ឆ្លេឆ្លាដូចភ្លើងឆៃតែ បាទហើយដូចមានស្អីដឹង ខ្ញុំមានអារម្មណ៍ថារឿងនេះខ្ញុំខ្លាចហើយបែកបន្ទាប់ពីខ្លាចខ្ញុំអាណិតវិញ អាណិត យើងសម័យមើលថាម្នាក់ដែលសាក់បងប្រុស តែ ដែរ គាត់ដឹងតែខ្លួនឯងតន់ស្លាប់ដឹងវាអត់តន់7ថ្ងៃទេ ត្រូវមានសំហេតុតាមផលដែរគិតឡើងវិញ ព្រោះពីទូទៅចាចាគាត់តែនិយាយថាមនុស្សយើងដឹងខ្លួនឯងស្លាប់នៅពេល7ថ្ងៃ ហ្នឹងហើយ អញ្ចឹងអាកំឡុងពេលដែលគាត់លងគឺតែ7ថ្ងៃហ្នឹងមែនព្រោះគាត់ខ្មោច slot អញ្ចឹងកំឡុងពេល7ថ្ងៃនេះគឺរត់ប្រហែលជាអាចរត់ឲ្យគេជួយរត់ចង់ទៅផ្ទះវិញឬក៏រត់ចង់ទៅធ្វើការកម្ចាក់វិញគាត់ថាអានេះយើងអត់ដឹងទេហើយអាឡងហ្នឹងគឺមកដល់ឥឡូវបើរីម៉ាញ់ទៅវិញអ្នកមើលវីដេអូហ្នឹងគឺដឹងតែតែឃើញនៅក្នុងភូមិខ្ញុំ ខ្ញុំមានអារម្មណ៍ថាអាណិតវិញខ្លាចខ្ញុំខ្លាចតែ មកដល់ឥឡូវខ្ញុំ នឹងធ្វើសបល់ តែបងឯងទិដ្ឋភាពនោះមិនឯងខ្លាចទេបង ដឹងតែខ្លាចខ្ញុំតែស្ដាប់ហ្នឹងខ្ញុំខ្លាចតែប៉ុន្តែដល់ពេលយើងសម័យអារម្មណ៍គេអារម្មណ៍យើង អាណិតព្រោះគាត់អាចគិតថាគាត់គ្រាន់តែត្រូវទៅសលំលើកំពិតឆែបក្បាលអីគាត់ចង់ទៅពេទ្យឬក៏គាត់ សុំទៅផ្ទះយើងមើលក្នុងរឿង បាទ អាពេលអត់ដឹងខ្លួនឯងស្លាប់រហូតចេញចង់ចេញពីផ្ទះខ្មោចលោហ្នឹងគឺចេះអត់មែនតែមានដឹងថាខ្លួនឯងស្លាប់ណា ហើយមួយវិញទៀតគិតថាក៏មានគេធ្វើបាបគាត់ដែរ ហ្នឹងហើយ យើងនិយាយថាអាពួកមកស៊ីខ្ទុះឈាមអីវាធ្វើបាបគាត់អីដេញគាត់វាយគាត់អីលើវាអញ្ចឹងណាយើងអត់មើលយើងមើលឃើញហើយអីដែលគាត់លងដែលពួកខ្ញុំដឹងគឺបានតែធ្វើសម្លេងទេតែបើពូខ្ញុំម្នាក់ដែលគាត់ឃើញហ្នឹងគាត់ថាគឺឃើញគាត់នឹងឯងឃើញគាត់ថាឃើញក៏ពិតវារត់ហើយវាអត់មានក្បាលទេហើយវាហត់អាពាក់កៅពណ៌ឈាមវានឹងឯងហើយខ្ញុំមានដឹងណាព្រឹកឡើងទៅមើលខ្ញុំស្មានតែកៅហ្នឹងគាត់ពាក់ពណ៌តក្រូចពណ៌អីក្រហមអីតា អត់ដឹងដែរ គេអាវគាត់ពណ៌សហើយឈាមវាស្រួយពីលើឡើង ខ្ញុំនឹងស្រាវនេះស្ដាប់រឿងនេះខ្ញុំ បងបន្ទាប់ពីទៅមើលសពគាត់ហើយមកវិញអ្នកខ្លះគ្រុនអ្នកខ្លះឈឺអ្នកខ្លះញាក់មិនមែនតែថាគាត់លងទេ ទស្សនភាពនឹងគួរឲ្យខ្លាច បែកខួរបែកអីខ្ទេចពេញហ្នឹងគឺវានៅដកនៅខួរក្បាលម្នាក់ចាំមកហើយតាពីពេលហ្នឹងមកខ្ញុំក៏បន្ទាប់ពីយើងធ្វើការគេហៅថានិមន្តប្រសង់ទៅដងគាត់ទៅសុកទៅអីទៅគាត់ក៏ចប់ពីពេលហ្នឹងមកហើយតសហ្នឹងគេវាយចោលលេងធ្វើផ្ទះវិញទៅហើយដីហ្នឹងក៏ទុកចោលដល់ឥឡូវ ដល់ឥឡូវហ្នឹង អត់មានអ្នកធ្វើផ្ទះនៅដីទេ តែលេងមានអីឥឡូវ អត់មានអីទេតែដីហ្នឹងគេធ្វើតាមចការធម្មតាហាមធ្វើផ្ទះព្រោះផ្លូវគេដើរ បើខ្សែចកាគេចង់ដើរណាខ្សែគេ បាទអត់ទៅអីទេអាហ្នឹងតែផ្ទះធម្មតាយើងផ្ទះមិនមានជំនាញខ្ញុំនិយាយធ្វើសួរផ្ទះយើងមានជំនាញយើងមានមនុស្សគេយើងមានមនុស្សនៅជាងដើរគេដើរកាត់មិនកាត់ផ្លូវគេត្រូវដើរផ្លូវគេត្រូវធ្វើដំណើរហើយយើងអត់ដឹងថាវាមិនទេគាត់ដឹងថាគេគម្រាមថាបើសិនជានៅតែមកធ្វើផ្ទះនៅកន្លែងហ្នឹងទៀតយកម្ចាស់ផ្ទះ គេបញ្យល់សពឬក៏មិន ធម្មតាចាស់គាត់មាន ក៏មើលគ្រូមើល បាទមើលលោកមើលអី តែមានអារម្មណ៍ស្រាវនេះនឹងចង់បាក់នេះ អត់និយាយទេបង អត់ទេស្រាវមែនតើ បើអ្នក គួរឲ្យខ្លាច បើអ្នកដែលឃើញទស្សនភាពហ្នឹងហើយយើងសម័យមកវិញខ្មោចលងតិចឯងមានអត់គាត់ទៅរត់ទេត្រូវអត់តែពេលដែលខ្ញុំនិយាយអញ្ចឹងអ្នកដែលធ្លាប់រស់នៅមិនពេញអ្នកមិនពេញអ្នកនៅស្រុកភូមិសម័យឃើញទស្សនភាពហ្នឹងគឺគួរខ្លាច អត់ទេខ្ញុំសម័យឃើញទស្សនភាពហ្នឹងទាំងអស់ទាំងដីផ្លូវហ្នឹងទំហំផ្លូវដីរត់ទៅរៀងហុយតិចតិចអីខ្ញុំសម័យចេញអស់ប៉ុន្តែខ្ញុំសម័យដល់ទឹកចិត្តអ្នកសាក់សពហ្នឹងទៀតខ្ញុំនិយាយអត់ យ៉ាខ្ញុំគិតថាគាត់រត់ហ្នឹងគាត់សុំជំនួយយើងហើយតែពេលដែលយើងសរុបមកវិញគាត់ប្រាប់យើងចឹងមែនដូចថាគេមានប្រព័ន្ធរូបគាត់ហ្នឹងខ្ញុំក៏អត់ជឿ 100% ដែរប៉ុន្តែខ្ញុំក៏អត់ជឿសោះដែរគាត់ថាគាត់បាទគាត់ថាគាត់ដឹងទេពេលដែលតសលុំហ្នឹងគាត់ដឹងថាមកពីអីគាត់គ្រាន់តែដឹងថាគាត់កេងមានអីមកសកាត់លើគាត់ហើយគាត់ស្លាប់ចឹងហ្មង គាត់លងឹតមុខឈឹង បាទគាត់លងឹតគាត់ទៅផាំងគាត់ចឹងហ្មងហើយគាត់ងើបអត់រួចគាត់ថាអត់មានអ្នកគេលើកគាត់ងើបអត់រួចគាត់នៅតាមហ្នឹងហើយពេលដែលមកយកសពគាត់ដាក់នៅក្នុងឡានហ្នឹងក៏អត់បានតងអីត្រឹមត្រូវគាត់ទៅយកគាត់ទៅសិនចុះសពដែលគ្រោះថ្នាក់យើងមិនធ្វើបញ្ញាទៅណោះបានពេលយកហ្នឹងយើងអ បាទយកទៅឲ្យបងប្អូនឲ្យអីចឹងណាហើយគាត់ថាអត់បានអីចឹងទៅតែគាត់ក៏អត់ខឹងដែរគាត់គ្រាន់តែប្រាប់ថាមូលហេតុដែលគាត់រត់មករំខានអ្នកភូមិហ្នឹងគឺមានគេធ្វើបាបគាត់ដេញគាត់ហើយគាត់ចង់ចេញពីភូមិហ្នឹងទៅស្រុកគាត់ដែរ អូខេអ្នកទាំងអស់គ្នាដែលបានស្ដាប់សាច់រឿងមួយនេះហើយខ្ញុំមានអារម្មណ៍ថាខ្លាចខ្លាំងមែនតើហ្មងនិយាយមែនតើហើយបន្ទាប់ពីអារម្មណ៍ខ្លាចមានអារម្មណ៍ថាដល់ជនរងគ្រោះដែលបានបាត់បង់ជីវិតនឹងសង្ឃឹមថាគាត់ទៅសុខភាពគាត់ទៅបាទចង់មានរឿងអីបន្ទាប់ទៀតអត់ ចាប់តាំងពីខ្ញុំជប់រឿងហ្នឹងមកភូមិយើងក៏សុខសប្បាយចឹងណាហើយគេចាប់ដើមធ្វើផ្លូវធ្វើអីទៅឈូសឆាយដើមឈើធំដូចដើមសរសេរដើមវ៉ានេះវ៉ានោះអីធំគេឈូសចោលអស់ទៅនេះក៏ចាប់ដើមហៀងស្លាស់មុខស្លាស់មាត់ខ្ញុំក៏មកនៅភ្នំពេញបាត់ទៅនៅឆ្នាំ2019ខ្ញុំក៏ទិញឡានថ្មីចាប់ដើមទិញឡានណា អូចូលដល់សម័យលើវិញហើយ ហើយខ្ញុំក៏លែងសូវជឿខ្មោចខ្ញុំសូវខ្លាចដែរខ្ញុំមានអារម្មណ៍ថាខ្ញុំអាចនិយាយថារិស័យខ្ពស់ដែលខ្ញុំកម្រនឹងជប់ខ្មោចអីទៀតណាហើយខ្ញុំមកនៅពេញហើយរៀងលែងខ្លាចហើយវាស៊ីបល័យអញ្ចឹងណាក៏ចាប់ដើមឆ្នាំ2019ហ្នឹងខ្ញុំទិញឡានថ្មីហើយខ្ញុំក៏នាំពួកម៉ាក់ខ្ញុំប្រហែលជា8នាក់ពួកយើងក៏បបួលគ្នាទៅលេងមណ្ឌលគិរីហើយយើងអត់មានបានបូកេងអីទាំងអស់យើងក៏ទៅគេងដោយសារខ្ញុំសង្កេតឃើញរីសតមួយហ្នឹងវាស្អាតប្លែកខុសពីរីសតផ្សេងដោយសារវានៅក្រោមដីវាមិនមែននៅក្រោមដីទេណាអ្នកថាយើងទៅមណ្ឌលគិរីអញ្ចឹងយើងជិះតាមផ្លូវវាភ្នំមែនអត់បងយើងជិះទៅភ្នំទៅវាមានរីសតមួយដែលនៅរៀងទាបជាងគេនៅក្រោមដីយើងត្រូវបត់មកចូលក្រុមស្ពានមកនៅរីសតហ្នឹងវិញយកដូចនៅជើងភ្នំឧទាហរណ៍អញ្ចឹងរបៀបអញ្ចឹង ហើយវាមានដើមឈើធំដើមឈើព្រៃវានៅពីលើហើយខ្ញុំក៏អត់គិតថារិស័យខ្ញុំដាក់ដល់ថ្នាក់ហ្នឹងដែរខ្ញុំគិតថារិស័យខ្ញុំខ្ពស់អត់មានអ្នកគេមកប៉ះពាល់ខ្ញុំបានខ្មោចអរុកអរិយណាអត់មានទេខ្ញុំគោរពតាអ្នកតាមម្ចាស់ទឹកម្ចាស់ដីអីចឹងទៅខ្ញុំគោរពតែប៉ុណ្្នឹងខ្ញុំសុំគេតែប៉ុណ្្នឹងឯងខ្ញុំសុំដល់លេងសុខសប្បាយអញ្ចឹងណាហើយខ្ញុំអាំងមួយទៀតប៉ាខ្ញុំគាត់អ្នកកាន់ធွာអញ្ចឹងគាត់មានព្រះអង្គឲ្យខ្ញុំដាក់ក្នុងឡាន
còn này đã không lan xa spe ai rùng lập ai chúng ta của những căn của podcast nào chúng ta còn có thà về đài thời nào tên á hiện ngặt từ non từ ấy còn này spe từ ấy xong cái sọc trắng á hay chúng có chưa chạy ảnh đằng pe mình đây nhưng chưa chạy lướt hiệp mà sao có lòng mà đằng nhưng mà mình là cái thời nhung ba đó sẽ tặng ngày đến nhung kênh hai bộ dướng sấy có kênh mà tập trung cái này chơi bên khẽ bấy cái cò kênh tập thòng hay ở tập resort đánh phơi chầm lại thôi tẹt mai tụi tôi mổ mẹ hay ở tẹt mai hát đó đây thì thằng miền lọt sao bị đấy mà mày hay đã chỉ là hay khó nó sẽ smile ấy chẳng do là resort là biệt chẳng vì tao biết fresh vì hiện cuối khai về dọc pe thái fresh okแต่ก่อนจะลืมเรื่องกล้วยปลุย thấy cái phun nó nắng phấy chứไอเดี๋ยวยังจะเอามวยนั่งไปเดี๋ยวยังโชว์แต่นั่งta trời taนี่สะอาดเหมือนแต่ดูtaใส่กระหม่อมยังvậy chăng áวันนี้taจ่าก็โจจันvậy taดูประตูเกงว่าใส่กระหม่อม việc clean việc hiệp สะอาดครบประตูดอดเต้để phụ mạng nhông kênhอย่างให้nhông kênhจากปีนี้ให้nhông kênhแต่đóยังไงจำไรไหมไม่ถอยดักแขเกงจังให้มีเตียงกันดูแบบสั่งปันยมใต้มันใส่กระหม่อมได้ให้ใบขนมกันยังมากันยื้อกันก็ออกตักแจ do là nhưng hay miên sbay mình sbay nâng ไอ้ใช่บางไอ้ระเบียบกวาดซีถ้าจะใส่กำดูดูมันดูใส่ได้ซีสะอาดให้ใต้ใบเฉยๆจงเชิงอุตส่าห์ทำไปยังเก่งบางคนมันคือขนมน้ำเบอร์มาเยอะใบขนมเบอร์มาเยอะถึงจุดโอ้ยไปสิบ่ขนมมันนึกกินกู้ปอซ่อสบายปอซ่อจะไปยังบัดในยังบัดเพลงเก่งนี่ยุบแล้วมันบ้ามากินซอสกู้เบอร์มาเยอะได้ใบขนมเบอร์มาเยอะใบมุกมันจังให้ยังก่อนจับแบบนี้ก่อนกระทำวิจิตรสลับปะมวยในการเห็บจอมเอารีสอร์ทนั่งวิสะอาดเต้ให้ประตูเดี๋ยวยังเก่งนั่งเวียนเวียนจอบแจ้งมือเตี้ยจมูกหนึ่งเตี้ยดูคะแนนจังตามมีมือหนึ่งเลยได้ยังก็ทำมีมือหนึ่งเลยผมไปเลือกสเลงบักตักเลือกสเลงไอ้จังนะให้ยังก่อนจับแบบนี้ต่อแต่ผักลามดังหาอะไรไปยุบลามไปเกยหนึ่งก็จะเป็นแบบเพลิงนะเกยยังผักไอเชียไอติ๊กด้วยจะมาในทัพปีประตูจอบเนี่ยปีประตูออเทชไงเนาะรถปีนังตะดอคู่เราเตี้ยไปให้เชียมาเพย์ไม้บัดดอประตูปูมายังเตี้ยแกเธอจิตคะแนนไปยมมีจอบมือเตี้ยปันตะมีเนยได้แกชัวร์เลยตูดโอเคทางคืนยมนักเก็บบุ๋มเนี่ยเก็บแต่การแขกใบจงคะแนนสบายยังยำไอเชียร์ในขนมประตูนู้ให้ยังมาเก่งแต่ปีนี้ในขนมประตูนี่ทางปีนี้ยมให้ก็ทางจอบแต่ยมนั้นจอบประตูยมนั้นประกอบจีมินแต่ไอมวยเตี้ยแต่เนยหนังไอพวกไอตะโบรวมปันท้ายปูจีปีเจ้จากไม้นะบอกจากไม้ถึงอ่อมบอกนี่ตะโบรวมเจ้ปูจีปีแจกทางนั้นประตูมวยจากทางนี้ประตูมวยให้ไอใดยมเก่งจับดำเก่งพลิ้มยมดูเบียนดูเชอไอมวยจังมาโกนจังเจ้กร้าวให้จะเราฝึกสบอเลยยมเก่งใส่ถ่ายลืมผมมาจังลืมanh đặt lui mà chờ nó về nó đặt lui tạm lui chờ nó tao bẻ nghề buộc em cuốn á tích cái score anh ta plan đấy nhưng cái thời điểm bây giờ ta khai chứ hết còn những nuôi bạc mờ nuôi bạc bèn non nó bị bạc mờ hết tên lừa khăn này phải cáo nên thằng port trong với nhá lừa câu trẻ do câu chàng giờ ta chơi nó vì asma vì đây cái đá hai câu đi chơi còn chẳng hay như cái chập đạp tích chào vì thời dùng tranh ហើយយើងសម័យមើលថាវាយកឲ្យកោតបើមិនកំភ្លើងក៏កំបាត់អីចឹងទៅ មកគេថាកំភ្លើងកំបាត់ឬក៏ចូលធំអីមួយដើម្បីឲ្យយើងចាញ់ទៅវាយយកលុយយើងមកហើយយើងគិតចឹងទៅវាកោតក្រោឬកោតជុំវិញចុងហ្មងលឿនហ្មងខ្ញុំអូខ្ញុំភឹកសបល់ខ្ញុំថាឲ្យខ្ញុំទៅចេះអញនឹកបានអញទៅអញថាទេណាអញរត់ទៅបន្ទប់មួយទៀតហើយខ្ញុំគាត់ថាកុំទៅខ្លាចចោលហើយពូម៉ាក់ខ្ញុំក៏គាត់យំបរោយធំហើយប៉ុន្តែចង់រត់អត់ពេលហ្នឹងចង់រត់ប៉ុន្តែខ្លាចចោលប៉ុន្តែក៏លួចបាក់មើលសិនតែវាអត់ឃើញសោះហ្មងលឺតែសលេងកោតទៅកោតមកហើយលឿនខ្លាំងហ្មងលឿនមកជុំវិញนี่เราพูดสบอลเรือพวกมันถ้าจะแมวเจ้าวิจมไปดาวยิ่งชักแห่ชมเจ้าวิจมจะให้ยมเนี่ยลุยมือเลยแต่บอกวีสามารถยมลุยมือมันอมเนี่ยท่าลุยมือชนเนี่ยกระโดดมีมันเลยบอกไอ้พวกมันยิ่งกิ้งใช่ไหมเนี่ยใครกินมาพลันยมบอกcái đơnแต่ยมมาจากร้านยังมีลุยยังแต่ยมเนี่ยลุยออนไลน์ยังกระโดดเกสกอร์ยังมีลุยมีอะไรยังใครกินพลันแต่ไปท่าแมวเจ้าวิจิตรจังมองกระโดดเนี่ยเคยอย่างนี้ผมยมเดี๋ยวใส่ปุ้ยมาได้เคยอย่างจันเต้เลยวิการขนาวพุ้ยบอกอ่านนั่งปั๊บรถเจ้ายมมาดาวรถเตอร์มาตบรถตบปุ๊บรถตบดาวนะปุ๊บก็ยมปิ้งยังให้ดูท่าเต้ป่วยไว้ขึ้นชุกนี่เอ้ยนี่นะท่าmột đây ngỏ, vì sống đầy hai nhóm, cái căn tại cầm bột đã bị rồi căn sào lan vứt rơi từ đó nó ngủ, xe ta chứ có, từ đó nó còn nhiều đẹp khi dân trắng trắng á, có admin là cái một coi này cái thằng admin chào thấy buồn chào đi sau cái kênh thằng một, anh này nó admin là cái khảo bị phụ nhưng mà cong lên một, hai đi sau đại phụ nhưng cái kênh tập, cái tục để những cái kênh tập nó cứ tạm cái nó đang là lại tiền, tạo mình cho cái job ấy đấy, job chặt chùa tôi từ mồm tê tập trung cái hô mà chụp tục lên nó cứ biết lấy hồi hai bộ dương có chập đam vậy cho nên hai anh thay bây giờ anh chừng trắng á có nó đi kênh tới cái ọt bò ao dương khơi chặt đay bật tê bàn tay cái có nhom kênh đủ bộ dương kênh đủ cái sòng trắng á hai mong mình pin đập cột ấy trắng á cái đó bộ dương rút nó mỏng đập cả hai vậy chẳng phải hai chỉ mong pin đập nhưng bộ dương kênh đủ sòng học kênh những luôn trắng á kênh châu này ọt mỏng bảy nhẹ tụ mùi nè khẽ bảy cứ đôi chặt tôm pin nhẹ lại quạt chặt khăn mỏng hay còn màu trong lúc kia việc nói còn ta có dừng khai tên ta có dừng có nơi ta khai nơi ta khai cứ còn bẹt to tầm bỏ cho sần lọt bộ nhom khăn tăng học cái này nè cái này hơi hụt nè cho xong tầng học cái này
ai khơi nhỉ យល់សពទៅ vô sập bàn tay phụ mạ xài nhom mà nét có khơi đôi nhom vô sập chẳng ឃើញក្នុងយល់សពឃើញកែវ nhóm nhẹ vô sập khơi chặt tôm pin nè nắng đây bà phụ nó cứ cho sầm lọ bụng nhom khăng khăng một cho sầm lọ bụng nhom một hơi phụ mạ xài nhom có thằng con ngược máu về để con kinh từ vĩnh bật này trắng kín bạc nó khơi cứ có cho đôi để nhom vô sập đôi để nhom có vô sập bàn tay con thôi đôi nhom chẳng á thiên cầm hộp này thôi đây có mọi cái đằng hay con có thỏm kinh rồi được bắt từ hay phật la có chọc có dương sập màu vĩnh nhom skip mà hưởng mà cha bắt tục chia sẻ của mong bên có mau phẹp nhom khăng khăng có thang chạy có khăng khăng đòi ra phụ mạ xài bỏ nhom ngay nóng anh ấy vậy bạn có mong con mình lên con mau khai phụ mạ xài nhóm có sân một nhóm à phụ mạ anh nhảy con mau khai con thật đo và tốt có tập check in và tục thông năng ngày con tập check in tụi mình rất để sao bị sàn hai dương do bạn đã không mình rất là bảy đô cả từ thọ rút nơi vì sàn ấy chẳng á dương từ thọ đủ kẹo sần con cho xử lý có đẹp là anh nắng á tới đặt lên khè nhom ăn vô đặt cho thông mẹ bây giờ viết mẹ xử lý cả hai đây mình lại tiếp tục để con vô này thằng ăn phụ mạ bỏ chào sân rất đặt ai nó đôi khao đây ấy chứ hai con cả thà anh không và tục anh sạch mình thời cho nâng mặt đặt người ta kêu bằng căn nâng khang nhưng mà thay cho mình luôn có chỉ ngày bên tay play sát này chứ cái thằng nâng việc anh dùng cho mà tục chào bán đấy tại vì hơn cái dương thử vô chắc chắn là vì thời cái lại tại vì ta đặt cái lại để cái không sẵn cái này cái thai chắc mà chắc có tục xây cả mồm cái con màu xây đã nhom mồm anh khăng thấy sao tốt nhom vô sắp khơi quạt màu cái này phụ mạ nhom nâng chom bên luôn cho mà còn ta nhìn snap tít cái trong cái chân nhàเรามาdương đằng mua là hai đại con khăng nhưng còn cái thằng hai chị mau bị dương khóc luôn anh đại dương ăn ban dương ăn ban thì trong đằng cầm thằng dương chỉ tập bọt từ từ chẳng hai con có chân thần đã phổi bị lạ tần tịnh đại thế lạ này khao con hai con đã đằng này có đằng đại thế của con đằng thắng ăn ban đằng thằng mình lạ hai đã làm tụt nhom làm tụt nhom bật chia cha tụt đại cái này cứ xây không mìnhจะหกทอดนึงเปล่า ai xây hụt thọtนึงในท่อนđưa cả cái phơi ao xem nhà mình này hai đằng phật lan nhom surprise thường ấyจะด่าnhom lanจึงถูกอัดหลังมาโดนแบบนั้นไม่ในทางไหนฟอดเลยได้รับแต่นึกแค่อัดเราได้ไปหมดอัด máy này máyคือสบายแล้ว mà cha resort đang bình nè lại tới mịch bàn thờ miên thu tới rồi giờ hàng chẳng hay ai để nhom ót chất mong á nhom từ đó như thế thật là cái đó nhom còn tại vì nhom đang hưởng ót sầu mà hết á nhom thập bòn nhom xong thuộc bay sai ban ọt nhất thời ổn nhất đắt cái lại tên cái nụ cái miếng phèp cái surprise mà cái đôi chân thế cái lại nhom kính thật thật hay nhom muốn kính miếng ban ọt này ban xong cái ót nó nhom có tham mà cha resort chơi chứ nhom có tham mà cha resort này cái lại như thế nâng này phù nè phù nó cứ nè khá tới hai nhiêu hai ấy ót một ót như chân đá để nhom lan túc nhom tạm mùi mỏng ô anh ta nói nè con cái khăn mỏng bong xanh chắp túc nó cứ cái khăn mỏng bây giờ nhom ót thu nhom thay nhom xong cầm tô đại phụ mại nhom quạt phơi bờ he giọt là bọc kịch lan được cọt ấy chẳng hay dục nó phụ dọa ban cây như thế năng thế tục nhom nó cứ dọa ban cây thế còn xong cầm tô quạt chẳng á phụ mại xài nhom mình đại vì khổ bị cả đại dục mà việc khơi nhỏ biết có ban phải nhom thế anh khơi nhà năng tăng thì ngày mà tao bộ thế anh cứ tập việc ấy hai bờ tục nhom á phụ mại anh ta xài tập pin nè mũi quạt nhảy nắng hai mũi tiết quạt nhẹ khơi quạt tròn bờ tục nhom năng mỏng họ cạt ấy nhom quạt cạt ấy phụ mại nhom để ban ai thuốc cạt ấy pin nhẹ để ăn ban tỏi thuốc lại thuốc luôn thì em ta thọt hụt mà tăng tiền sải lại lâu hơi đó mà cách pin lan Poland thôi mà đấy chi lan pin pin ta ăn pol chi lan ấy ăn mình Poland mình ấy cứ cho sợt do mà mà tôi còn mình không cho này sợt làm dương phơi tha ở đang thằng việc cắt ấy được trong sao này nữa tranh đấy rồi biết cái hai cái kiểu ok để bị lạnh thế mình không cho đấy hãy bắt son thế nhưng hãy thay bị thật bắt ấy để chẳng bắt bong mà trả ca lên con này phim sợt hay nhom lằng phơi tha plan tại cái ví dụ còn là bố mẹ chụp hưởng tuôn nhom chụp hưởng chẳng hết mong phèm cứ chụp khụt mình mong phèm người cứ thời thà màu bên phụ mẹ bởi pin này là bạn ở chung là bạn tụm nhom nắng ten này luôn ai lang từ luôn là bạn tụm nắng đá vụ nhom tay na cả đó cứ vụ nắng tên lên ta mai đôi dương tay chung khi tên lên bạn tụm dương chẳng hạn tụm nó vì sao tôi ta sạch hay còn lang từ thanh luôn banh sạ banh ấy thứ một thứ ấy chứ nên là cứ pin này cứ bật cách cô bật cách ấp đăng mù là hai ấy là hôn đo nhom cái thằng mà đong tiết mỏng tơ xong mà đong tiết mỏng tơ còn nhom tha nhom xong cái mà tôi để con tới cái mà tôi nữa nè tới cái mà tôi resort đang đá rồi cái mà tôi lại nhẹ tay mà đong tiết nó cứ ắt màu thì nhưng còn là xong chụp lan hết nhom xong không chặt từ nhưng biệt thà ở đây thì xong hết cốt co bao nhiêu phép tới bay thì nó thì còn chưa đây còn này xong mấy đứa có thầm mà đà nên mình nhưng cái làng thầm mà đà còn là thà đuôi mình được cho mặt lẹt thế có xua có thà là khai môn nó có cái đấy có đằng cái thà đằng ngay sọc với tiền chừng tay mình không cho lên đằng thầm mà đà bây giờ sai đây được một phèn mình Poland mình lấy dương đi con chon kiểu cách bàn tay nào từ chua chạy đòn mà được pi nè hay dương có ban chỉ xua tha phụ hải ban thu muốn năng để anh được xong thu kê từng óc nên mọi người tha để anh dành thơ sợ như là chẳng anh nhom bị tội mình lọc lại mọi mà sao về nhom mong về nhom lên khai nhá về để nhom tôm rồi cái đi hơn những cái nhom khai mà nhom chưa tham mà cái lại mũi cái satamin này thay xa bọc cái satamin nè tam đi bọc cái ấy chẳng từ
ហើយរហូតមកដល់ពេលហ្នឹងក៏ខ្ញុំប្រយ័ត្នជាងទៅដើរទៅណាមកណាអញ្ចឹងគឺអត់សុំអីទេគាត់ណាយើងសុំសុខសប្បាយពួកខ្ញុំមកលេងឬក៏ខ្ញុំទៅថតអីចឹងទៅកន្លែងណាដែលខ្ញុំទៅថតថ្មីនេះកុំប្រកាន់សម្ដីលឹះលុះអីដែលពួកយើងនិយាយអីចឹងណាក៏តាំងពីនោះមកក៏យើងឡើងសូវអត់ជួបអីទាំងអស់ហ្នឹងចុះក៏ទៅពេលក្រោយៗមកលែងជួបហើយមានទៀតឡើងសូវអីលែងជួបក្នុងឆៃវត្តហ្នឹងជួប2ដងហ្នឹងធ្ងន់ទាំង2ដងហ្នឹងមកលែងបណ្ដោយលែងពួកអីដូចនិយាយថាបើកញ្ចៅខ្ញុំមិនកញ្ចៅខ្មោចលងឯងហើយខ្ញុំមានប្រាស់តាមខ្លួនហើយមួយវិញទៀតខ្ញុំគិតថាបើខ្ញុំអត់ធ្វើអីគេក៏គេមិនមកធ្វើអីយើងសិនទៅពេលហ្នឹងប៉ុន្តែអាពេលខ្ញុំទៅដើរលេងនេះគិតថាទីមួយគេធ្វើអីខ្ញុំអត់បានទេដោយសារខ្ញុំមានព្រះអង្គហើយខ្ញុំមិនកញ្ចៅខ្មោចលងប៉ុន្តែដោយសារវានៅក្រោមចេះវានៅក្រោមដីអញ្ចឹងយើងចាញ់ច្រាប់គេអូយល់តែចាំឲ្យអា resort ហ្នឹងវានៅក្រោមដីបាត់ទៅហើយនេះន័យថាគេនៅលើគេនៅព្រៃដើមឈើអីនៅលើយើងចាញ់គេបាត់ហើយយើងនៅក្រោមគេហ្នឹងអញ្ចឹងគេចង់ធ្វើអីក៏បានហើយពេលហ្នឹងខ្ញុំសឿងណាពេលដែលខ្ញុំមកដល់បន្ទប់ដែលគេជុំគ្នាហើយហ្នឹងយើងនិយាយគ្នាថាអូមិនអញ្ចឹងខ្ញុំថាខ្ញុំនិយាយខ្ញុំថាចុយមកអញទៅយកប្រាក់នៅក្នុងឡានមកឡើយអញយកមកនឹងចាញ់វិញនិយាយអញ្ចឹងណាតែពេលពូបានថាចុះបើឲ្យទៅយកពីក្នុងឡានមកឡានហែងមានលេងមានអីការពារចុះបើគេទៅអង្គុយនៅក្នុងឡានវិញហើយស្អែកឡើងគេលេងហើយគិតមិនខ្ញុំថាគិតវិញឆ្ងាយយើងចុះបៀមប្រាក់ចូលមាត់ចុះបើយើងខ្លាចបាត់ហើយហ្នឹងយើងគេថាអត់មានអីជួយយើងបានអីរបៀបអញ្ចឹងហើយយើងគេថាតែគាត់ថាហ្នឹងក៏សុំកម្មាទោសគេសុំអីហើយកូនគ្នាគេញ៉ាពេលហ្នឹងក៏អញ្ចឹងទៅឲ្យបាត់បានក៏អត់ធុបអីទៅចេញខ្ញុំហាងខ្ញុំនៅប៉ែទៅជាប់ហាងខ្ញុំហ្នឹងហ្មងណាខាងស្ដាំដៃហាងខ្ញុំធនាគារ AC Lida នៅប៉ែហ្នឹងហាងខ្ញុំពីរល្វែងជាប់គ្នាតបមកបន្ទប់ជួលហើយម្នាក់ស្រីចង់កងងាប់នៅបន្ទប់ជួលជាប់ខ្ញុំហ្នឹងហ្មងប៉ុន្តែអត់អីទេអីតែជំនាញហាងខ្ញុំធ្លាប់និយាយអីប៉ុន្តែឥឡូវខ្ញុំបន្ថែមបន្តិចមិត្តភក្តិខ្ញុំទៅគេងនៅប៉ែហ្នឹងគេងបន្ទប់ខ្ញុំគឺអត់បានអត់មានអ្នកគេហ៊ានឡើងទៅបន្ទប់ខ្ញុំក៏អត់មានអ្នកគេហ៊ានទៅបោះជូតបន្ទប់ធម្មតាមានបុគ្គលិកអីបោះជូតបន្ទប់អីចឹងទៅពីអ្នកបានពួកនឹងហ៊ានទៅបើមិត្តភក្តិខ្ញុំដេកមួយខ្ញុំមិនរងគេមកធម្មតាគេអត់ដឹងទេខ្ញុំដេកលក់បាត់ភ្លើងបិទបើកឃើញនៅភ្នែកហ្មងកុងតាក់មិនអញ្ចឹងទេឥឡូវខ្ញុំដេកចឹងកុងតាក់នឹងចេះហើយពួកមិនលឺពួកនឹងមិនលឺអាកុងតាក់អញ្ចឹងហើយបើដេកវាយនេះហ្នឹងកុងតាក់និយាយទៅប្រវាយហ្នឹងខែវាអត់ធ្វើធំមែនហ្នឹងចានិយាយទៅតនេចោចលេងអញ្ចឹងហ្នឹងហើយហត់ព្រាតមានអាឈុតខ្លាញ់ខ្លួនជាខ្ញុំទៅបាត់ដំបងតាំងជាដូចជាម៉ោង10ទៅម៉ោង10ខ្ញុំចេញពីប៉ែទៅបាត់ដំបងម៉ោង10ម៉ោង10ខ្ញុំអត់ដឹងទេម៉ោង2 10ជាង7:01ខ្ញុំទៅដល់បាត់ដំបងហើយព្រោះជិះ2ម៉ោងកន្លះអញ្ចឹងទៅដោយសារពេលហ្នឹងផ្លូវបែកម៉ោង1បុគ្គលិកខ្ញុំវាធ្វើចូលវេនថ្ងៃហ៎អញ្ចឹង2 10អីវាមិនចូលមកធ្វើការម៉ោង1វាឃើញខ្ញុំហ្នឹងមកពីខេត្តឲ្យវាយកកាបូបខ្ញុំទុកនៅលើហើយឲ្យយកកូកាឲ្យខ្ញុំចេះខ្លាញ់ខ្លួនទៀតហ្នឹងហើយខ្ញុំទៅខេត្តមានតែសាក់កាដូមួយទៅហើយខ្ញុំហ្នឹងប្រើវាឲ្យយកកាបូបទៅទុកឲ្យយកកូកាខ្ញុំមកកំប៉ុងនៅលើទៀតឲ្យតែខ្ញុំទៅណាខេត្តពីថ្ងៃអញ្ចឹងមកបន្ទប់ខ្ញុំមានចេកមានប៉បអុចសែនមកបន្ទប់មកហើយខ្ញុំដេកតែម្នាក់ដែរឃើញហើយអត់ដែរមានអារម្មណ៍ថាខ្លាចឈុំ3ម្ដងទោះបីជាដឹងអញ្ចឹងហើយក៏នៅតែអត់ខ្លាចខ្ញុំអ្នកខ្លាចខ្មោចប៉ុន្តែមានអារម្មណ៍ថាគេអត់ឈ្នះអញទេអញអ្នកបងលុយថ្លៃផ្ទះមិនមែនជានាងផ្ទះទេខ្ញុំជានាងផ្ទះខ្ញុំថាបើនៅតែបន្លាចបុគ្គលិកចឹងទៀតណានៅក្រៅផ្ទះហើយជានាងផ្ទះហ្នឹងធុង5មកខ្ញុំដាក់ធុង5មកប៉ុន្តែគាត់នៅនឹងមែនគាត់នៅមែនឲ្យគេឃើញមែនប៉ុន្តែយើងឃើញគ្រប់គ្នាហ្មងខ្ញុំធ្វើហាងរបៀបអង្គុយដូចក្រែអង្គុយចេះអង្គុយបែបភ្នាក់ហាងដូចក្រែតុកពួកនេះអញ្ចឹងវាមានផ្លូវដែរព្រោះហាងខ្ញុំធ្វើតន់ហើយសន្សុកចងខាងដេកចេះចកត់តឹងកដាថ្ងៃហើអញ្ចឹងហ្មងហើយតឹងកដាថ្ងៃតឹងជាងស្លងជាងអីដេកមើលអត់ទេពេលខ្លះរិស័យយើងខ្ពស់អញ្ចឹងគេចង់ធ្វើយើងឃើញតែយើងខ្ញុំរិស័យខ្ញុំអត់ខ្ពស់ទេគ្រាន់តែលុយផ្ទះខ្ញុំអ្នកបងអញ្ចឹងអត់ហ៊ានទេបើចោលហើយខ្ញុំនិយាយមែនតើហ្មងខ្ញុំថាជំនាញផ្ទះហ៊ានតែឡងគឺនៅក្រៅផ្ទះហើយឥឡូវអាណាគេហ៊ានយកជំនាញផ្ទះបោះចោលបុគ្គលិកមិនហ៊ានថាឡងមិនដែរបុគ្គលិកហ៊ានទេតែជំនាញផ្ទះលុយខ្ញុំទិញតែអញបងអត់មានជំនាញផ្ទះណាមកធ្វើត្រូវមកឡងបន្លាចអីចឹងកើតទេកាត់ទៅការលើមដៅហ្នឹងហើយខ្ញុំមានអាកាភ្លើងមាញ់លេងនៅក្នុងបន្ទប់កាភ្លើងក្រមកម្មទឹកអំពូលចឹងណាមើលឡងខ្ញុំបាញ់អំពូលនឹងបែកពេញហ្នឹងទៅបានស្អែកឡើងដាក់អំពូលថ្មីពេលហ្នឹងពេលដែលខ្ញុំឡើងទៅផ្ទះជួលនឹងដំបងខ្ញុំព្រឺសបល់បាត់ហើយមានទូកៅមួយដាក់បាំងផ្លូវមានសក់អាចជំនាន់មុនសក់កញ្ញាអាចជំនាន់8ជាង7ជាងអាគេសក់ពេកអូយល់សក់ពវៀនឈូកហ្នឹងសក់ពវៀនឈូកខ្ញុំឲ្យទូហ្នឹងទៅអ៊ីចុងភៅខ្ញុំរើបុគ្គលិកបានឲ្យចូលមកសម្អាតធ្វើមេចុងភៅប៉ុន្តែហាងយកអត់ហើយអត់បានបើកលក់ទេយើងតែជួលផ្ទះហ្នឹងអញ្ចឹងយើងត្រូវសម្អាតរៀបដេកទូហ្នឹងវាទៅខ្ញុំឲ្យអ៊ីយកទូហ្នឹងទៅវិញទៅហើយលើទូហ្នឹងមានសក់អ៊ីហ្នឹងយកទៅទាំងអស់ទៅចុងភៅហ្នឹងគាត់ដាក់នៅបន្ទប់ជួលគាត់អ៊ីចុងភៅដាក់បន្ទប់ជួលគាត់ឃើញចាស់ស្លៀកក្បិនក្រហមអាវផ្កាគេទៅវត្តមានផ្កាសហ្នឹងកំប៉ុងរកកាយហើយអ៊ីហ្នឹងក៏អត់ខ្លាចខ្មោចទៀតអ៊ីចុងភៅហ្នឹងអត់ខ្លាចខ្មោចទៀតឃើញគេកាយហ្នឹងគាត់សួររបៀបយល់សពមកផាំងគាត់សើអ៊ីអីហៅអីកុំចេះរឿងអញកាច់ខ្លាំងមកតែគាត់ដឹងគាត់ថាអ៊ីអញស្រសក់អ៊ីអីមែនខ្ញុំអត់យកមកទេខ្ញុំទុកនៅហាងប្រាប់ចឹងណាអូបានលេងអីវិញអត់ទេចាស់ចឹងនិយាយថាចាស់ជំនាន់មុនស្រីជាភាគច្រើនគាត់អត់មានម៉ាស៊ីនណាមួយសក់អីអញ្ចឹងគាត់ថាសាក់វាជុកពាក់ហ្នឹងអញ្ចឹងយើងសម័យឃើញជំនាន់ហ្នឹងជំនាន់ហ្នឹង
អាសាវាជួបពាក់ហ្នឹងអញ្ចឹង តើពេលខ្ញុំចិត្តបាត់ហាងគេចងកនៅជាប់ហ្នឹងហ្មងប្តីពុនឆ្លោះគ្នាចងកឲ្យយកខ្មៅចេញទៅហើយប្រាប់ថាអត់ងាប់ទេតែគ្រាន់ថ្ងៃខ្ញុំភ្លាមមកខ្ញុំមិនប្រាប់ថាអីស៊ីដែរជាប់ហាងខ្ញុំហាងអីស៊ីដែរហើយផ្ទះខ្ញុំពីល្វែងហាងខ្ញុំជួពីល្វែងផ្ទះជាប់ហ្នឹងមិនមានបន្ទប់ជួថ្ងៃហ្នឹងគ្រាន់ងាប់ភ្លាមបុគ្គលិកអីស៊ីដែរមិននៅហ្នឹងចិត្តបន្ទប់ជួអ្នកខ្លះគេមិននៅហ្នឹងអ្នកខ្លះគេនៅបាត់ដំបងនៅផ្ទះមានជ័យហើយចេញទាំងអស់ថ្ងៃតែមួយហ្នឹងហ្មងល្ងាចឡើងលោកមកសតមុនហើយសួរកាត់អីយកមិញបងប្តីពុនគេឆ្លោះគ្នាហ្នឹងចាឥឡូវមិនអីឲ្យយកទៅពេទ្យហើយហៅមុនសោតលងមកតងប្រឡឹងបាត់ហើយហ្នឹងចង់ក៏ស្លាប់តែអ្នកនៅអ្នកដឹកហ្នឹងគេហើចេញទឹកភ្លាមហ្នឹងហ្មងអូនខ្ញុំកាលទីបងតែខ្ញុំតែអត់លងផងអត់លងក៏ខ្ញុំធ្លាប់តន់កាញខ្ញុំនៅបេះ10ក៏ឃើញមើលទៅកាញនៅបេះ10មិនដឹងគាត់កើតអីថ្មីហ្នឹងដែរហ្នឹងកាញខ្ញុំនៅតុបជួនឡើយក៏ឃើញខ្មោចចងកស្លឹងទៅឃើញពុំតែចងនិយាយចងហើយបាត់ស្លាប់បាត់ហើយហ្នឹងនៅលើអាតបូតចោះតែល្វែងមិនមានតបូតចោលខាងលើហើយគាត់ជួលបន្ទប់គេយើងក្រោមនៅក្រោមតែមិនដឹងគាត់កើតទៅគាត់តែចងអសាប់នៅលើហ្នឹងអាហ្នឹងក៏ខ្ញុំឃើញដែរអូខ្ញុំភ្លេចប្រាប់អ្នកនរគ្នាខ្មោចចងកក៏មើលចេះវាដិតដែរអារម្មណ៍ពេកពេលដែលគាត់ស្លាប់ទៅលៀនតាអានេះដកវិញខ្លាំងហ្មងហើយវាហៀសបោនិយាយទៅច្រឡំទឹកអីមកអស់យល់អត់អញ្ចឹងខ្ញុំអត់រីកមិនឲ្យអ្នកអស់គ្នាមើលទេមើលមិនមើលដូចខ្ញុំមើលតែពីចង្អាយនេះខ្ញុំភ្លេចទស្សនវិជ្ជានឹងបានទេខ្ញុំនិយាយមែនតើណាទស្សនវិជ្ជាខ្មោចចងកក៏មើលដោយសារបើអ្នកអស់គ្នាអត់ស្មារតីអត់គ្រប់គ្រាន់ព្រោះអាហ្នឹងនឹងបន្លាចអ្នកអស់គ្នាមកជីវិតចឹងនិយាយថាវាដកជាប់អារម្មណ៍យើងគាត់មិនបាច់មកលងយើងទេប៉ុន្តែអាទស្សនវិជ្ជាសាកសពដែរចងកហ្នឹងគឺឲ្យយើងបាក់ទទួលយកបើអ្នកអស់គ្នាខ្ញុំគិតថាភាគតិចដែរទទួលយកបាត់ខ្ញុំទៅសារពួកប៉ូលីសសោតផ្សាយបាទទៅសារទៅដោះទៅកាត់ខ្សែអីហ្នឹងខ្ញុំគ្រាន់តែធ្លាប់ឃើញម្ដងហើយពីចម្ងាយក៏ខ្ញុំមានអារម្មណ៍ថាឲ្យតែខ្ញុំមើលអាផ្ទះល្វែងដែលសល់ស្បេះចោលខាងលើហ្នឹងគឺខ្ញុំសង្កេតអីបាច់ខ្មោចណាមកលងអ្នកអស់គ្នាគ្រាន់ឃើញសាកសពហ្នឹងក៏ឆ្លាតដែរបាទខ្លាចសាកសពហ្នឹងឆ្លាតដែរនិយាយមែនទេកាលទៅពីទៅក៏ខ្ញុំធ្លាប់ខ្ញុំអត់ដឹងថាខ្ញុំមិនបាច់អត់ខ្មោចលោកតែខ្ញុំមកសារឃើញខ្ញុំជាអ្នកដែលឃើញសាកសពស្លាប់ហើយទៅហៅគេដល់ពេលទៅខ្ញុំក៏ខ្ញុំធ្លាប់តន់ក្មួយខ្ញុំម្នាក់ស្លាប់ដែរកាត់អីលងទឹកអូតែយើងនៅចិត្តទឹកតែកាលនោះគាត់លងទឹកស្រះខ្ញុំមកពីគ្រាគោតែគាត់អត់លងទេណាអានេះខ្ញុំអត់លងទេគាត់លងទេព្រោះគាត់ក្មេងអត់ចេះលងហ្នឹងតែគាត់ដល់ពេលហ្នឹងខ្ញុំមានសំណួរសួរតែនិយាយស្អីពេលហ្នឹងខ្ញុំមកពីគ្រាគោវិញហើយមិនដឹងថាខ្ញុំទៅបេះប្រធាឬក៏ខ្ញុំទៅធ្វើអីមិនដឹងទេដោយសារស្រះទឹកមួយហ្នឹងមានដើមប្រធាមួយដែលឆ្ងាញ់ជាងគេនៅក្នុងភូមិហ្នឹងហើយល្បីហើយយើងទៅបេះសុំតាអីម្ចាស់ប្រធាទៅបេះទៅរើសអញ្ចឹងហើយខ្ញុំក៏ទៅដល់ឃើញក្មួយចំនួនមួយរបស់ខ្ញុំព្រោះប៉ាគាត់និងខ្ញុំបងប្អូនចំនួនមួយហើយគាត់លងទឹកស្លាប់ប៉ុន្តែខ្ញុំអត់ឃើញជាមនុស្សដែរច្រើនទេខ្ញុំឃើញតែក្បាលតលីងតិចខ្មៅហើយនឹងខ្លួនហើយខ្ញុំថាចុះស្អីគេដែរដូចតយងជ័យអញ្ចឹងខ្ញុំមើលខ្ញុំទៅទូចមុនពេលខ្ញុំឃើញពូនេះស្លាប់ទៀតស្អីគេដែរដូចតយងជ័យទៅពេលមើលយូរវាដែរបបាត់ហើយហ្នឹងភ្លើមចេញខ្នងមកបន្តិចមកអញ្ចេះវាវែងដូចតយងជ័យហើយនឹងក្បាលខ្មៅខ្ញុំថាមនុស្សហើយខ្ញុំក៏ស្រែកទៅក៏មកមើលទៅក្មួយខ្ញុំអាតយគាត់ឈ្មោះអាតយហើយក៏ស្លាប់លើកមកឲ្យប៉ាម៉ាក់គាត់យំលួគាត់អាលាក់មកចោលខ្មៅនឹងទឹកគេមិនលើគាត់អាលាក់ដើម្បីគិតថាឲ្យចេញទឹកឲ្យចេញអីមកដើម្បីជួយសង្គ្រោះតាមអាចទៅបានគីឡូអាចជួយគាត់ដែរបាត់ហើយហ្នឹងហើយពេលហ្នឹងក៏អញ្ចឹងបានលងយូរហើយបាទលងយូរមិនដឹងគាត់ចោះទៅធ្វើអីនៅក្នុងស្រះកណ្ដាលស្រះមកស្រះទឹកហ្នឹងអត់ទេប្រហែលធ្លាក់នៅគៀនវាទៅដល់ហើយតែទៅដល់កណ្ដាលហើយហ្នឹងខ្ញុំដូចនិយាយអញ្ចឹងខ្ញុំខ្មោចឲ្យជួបផ្ទាល់ពិតហ្មងអត់សូវមានទេប៉ុន្តែអាសាក់សពដែលស្លាប់ហើយខ្ញុំអ្នកឃើញមុនគេឃើញគឺញឹកដែរខ្ញុំមកដែរនេះដែរដោយសារខ្ញុំគិតថាខ្ញុំអត់សូវជឿអីទេខ្ញុំអត់ជឿអីទេតែខ្ញុំខ្លាចខ្មោចធម្មតាដូចគេដូចឯងដែរអ្វីខ្ញុំជឿលើធ្វើល្អបានល្អធ្វើអាក្រក់បានអាក្រក់ខ្ញុំជឿតែប៉ុណ្្នឹងឯងសាសនាអីក៏បានដែរនិយាយមកខ្ញុំបានទាំងអស់ខ្ញុំចឹងដែរតែខ្មោចខ្លាចគោលរបស់យើងគឺប្រពុតតែបើខ្មោចខ្ញុំខ្លាចតែបើឲ្យឃើញអត់សូវទេតែបើពីតូចហ្នឹងគឺអីដែលខ្ញុំនិយាយហ្នឹងគឺជាក់ស្ដែងហ្មងពូម៉ាក់ខ្ញុំនៅគឺដិតដាមខ្ញុំបបួលថាទៅលេងដល់គ្រីគេយ៉ាងទៀតអត់អត់ទៅហ្មងអត់ទៅហ្មងខ្ញុំអត់ទេខ្ញុំចង់និយាយអា topic ខ្មោចចងកហ្នឹងនេះណាទស្សនវិជ្ជាហ្នឹងវាសាហាវជាងបុកគ្នាចាញ់ខួរទៀតអូអាហ្នឹងបុកគ្នាខ្ញុំឃើញបុកគ្នាចាញ់ខួរឃើញច្រើនហើយនឹងលេងអីយល់អត់ប៉ុន្តែអាខ្មោចចងកហ្នឹងឃើញមួយគឺចាំមកជីវិតមកបាច់លងឯងលៀនតាធាសបោហៀទឹកនោមទឹកមាត់មកទឹកអីគឺចេញមកទាំងអស់ហ្មងហើយកកដកឡើងវែងហើយដាក់ចេញមកហ្មងហើយវាមើលហើយយើងអត់លងយើងក៏ធ្វើឲ្យយើងដិតដាមអាទស្សនវិជ្ជានឹងនៅជាប់ភ្នែកយើងមកហើយកាញ់នៅបេះ10ហ្នឹងចងកនៅឆ្ងាយទេប៉ុន្តែយើងមើលឃើញគេបើឲ្យជួយខ្ញុំឡើងទៅមើលពីលើទៅឃើញមើលអាហ្នឹងហាត់មានចំណេញអីចឹងមែនអត់ដឹងថាថៃមិនចង់មើលឆ្ងាយមនុស្សចង់ណាមើលហាត់មានចំណេញអីហ្មងតែចង់ហ្មងអត់ដឹងថាមើលឲ្យគឺខ្លួនឯងខ្លាចតែគឺចង់ហ្មងដូចកាលនៅហាងខ្ញុំបាត់ដំបងមួយទៀតបុគ្គលិកខ្ញុំហ្នឹងវាកូនគ្រូកូនអីចឹងវាប្រាប់ថាហាងបងឯងព្រាយនៅវាប្រាប់ចឹងតែព្រាយច្រើននៅដើមឈើតែខ្ញុំអត់ដឹងវាប្រាប់ថាព្រាយនៅតែមែនមកជប់បុគ្គលិកខ្ញុំអត់ហ៊ានទៅលើហ្នឹងហ្មងជន់ខ្ញុំដេកហ្នឹងដែរអាប៉ោយប៉ែតហ្នឹងក្រោយហើយបុគ្គលិកអត់ហ៊ានទៅមែនអាបាត់ដំបងហ្នឹងក៏ចឹងដែរជន់ខ្ញុំដេកទុកចោលមួយជន់បងឡាព្រោះខ្ញុំបើកពីអ្នកផលឡាបងឡាបាទអញ្ចឹងជន់បើនិយាយពីក្រោយមកហាងជន់ខ្ញុំឡើងទឿចុងភៅជន់ខ្ញុំដេកទុកចោលហើយបានជន់ឡាទៅទុកចោលកដាលវិញដូចវាប្លង់អត់មានត្រូវគួរឲ្យនៅយល់អត់តែបុគ្គលិកអីវា
មាន space មិនឲ្យវាដេកនៅហ្នឹងដេកទៅអត់មានណាគេហ៊ានដេកឡងពេកអញ្ចឹងទៅឃើញសមកស្ទង់ហើយមានអ្នកជឿនៅហ្នឹងអញ្ចឹងវាថាព្រាយនៅហ្នឹងអីថាឥឡូវព្រាយខ្ញុំឡើងទៅនិយាយនៅមុខបន្ទប់ដែលព្រាយនិយាយខ្ញុំឡើងនិយាយមកព្រាយឥឡូវអញឲ្យមួយជាន់ហ្នឹងអញរកសៀកបានជាន់ហ្នឹងឯងនៅទៅណែសុកហើយកុំគ្រុងទាំងនៅក្រោមខ្ញុំដេកក្រោមប្រហែលនៅលើអញតែខ្ញុំរកបានរាប់ឆ្នាំមែនពេលខ្លះអញ្ចឹងពេលខ្លះយើងចរចាត្រូវគ្នាវាខ្ញុំមិនដឹងថាចរចាត្រូវមិនត្រូវតែដឹងតែចាំឲ្យបានចរចាដែរសាក់យើងមិនឲ្យនៅសាក់យើងនិមន្តប្រសង់ឬក៏អាចនិយាយថាអ្នកដែលមានឥទ្ធិពលកំចាត់បានទៅបាត់ហើយអញ្ចឹងអាចនិយាយថាស្របមួយយើងដែរបាទអាចស្របមួយយើងដែរជួយយើងវិញទៅចឹងហ្នឹងក៏ចុះបើយើងស្រួលយើងឲ្យមួយជាន់ទៅហ្នឹងអូខេអ្នកនរគ្នាសាច់រឿងរបស់យើងបានភាសាគ្នាហើយក៏ដូចជា print ដែលគាត់ចែកម្លែកគឺខ្ញុំនៅជាប់ដិតដាមក្នុងខួរមែនតើនិយាយមែនតើហ្មងខ្មោចអកប៉ិតហ្នឹងគេហៅក៏អកប៉ិតឡើងហៅបងអកប៉ិតអូខេទៅគាត់ច្រើនតែខ្ញុំគិតថាគាត់សុខភាពវាជូនផងគាត់ទៅកាន់សុខភាពដោយតែខ្ញុំបាននិយាយអត់ដងអញ្ចឹងកម្មវិធីរបស់យើងបង្កើតឡើងគ្រាន់តែកម្មវិធីកំសាន្តបែបរន្ធត់តែប៉ុណ្្នឹងយើងក៏អត់ជំរុញឲ្យអ្នកទាំងអស់គ្នាជឿទៅលើរឿងអមនុស្សដែរនេះគ្រាន់តែជាបទពិសោធន៍របស់ print ដែលគាត់ចែកម្លែកក្នុងថ្ងៃហ្នឹងមានន័យថាអត់អីទេបងដូចបងប្អូនអរគ្នាដឹងអញ្ចឹងខ្ញុំមិនមែនជាមនុស្សដែលអាសាជួបខ្មោចច្រើនទេហើយខ្ញុំក៏មិនខ្លាចខ្មោចអីខ្លាំងដែរប៉ុន្តែទស្សនវិជ្ជាដែលខ្ញុំធ្លាប់ជួបគឺខ្ញុំអត់ហ៊ានប្រមាថទេហើយខ្ញុំពិតជាបានជួបអារឿងទាំងអស់ហ្នឹងមែនពិតជាស្ដាយដូចបងក៏ពិតអីហ្នឹងគឺនៅក្នុងភូមិខ្ញុំនិយាយទៅគឺ remind បងនៅក្នុងភូមិឲ្យគាត់នឹកឃើញអាទស្សនវិជ្ជាដូច COVID ឥឡូវហ្នឹងអញ្ចឹងធ្លាក់ពលឺបិទភ្លើងបិទអីគឺស្កាត់ជ្រាបអញ្ចឹងខ្ញុំអត់បខំឬក៏អត់ជំរុញឲ្យបងជឿទេតែសម្រាប់បងដែលគាត់អាចជឿអរគុណសម្រាប់ការ support កម្មវិធីតុកភ្លឺ background នឹងគាត់មានតែប៉ុណ្្នឹងបងបាទអរគុណprint ដែលផ្ដល់កិត្តិយសចូលមកកម្មវិធីយើងហើយជាពិសេសក៏មិនអាចភ្លេចបានអរគុណដល់ស្មារតីតាដែលគ្រប់គ្រងកម្មវិធីតុកភ្លឺ background ងឹតតាំងពីចាប់ដើមរហូតដល់ឥឡូវហើយមានការគ្រប់គ្រងច្រើនហើយយើងតែងតែព្យាយាមបំពេញនៅសេចក្តីត្រូវការរបស់អ្នកទាំងអស់គ្នាដែល request អ្នកនេះអ្នកនោះយើងព្យាយាមតាមអ្នកធ្វើទៅបានណាបើមានការលើសលួសខ្វះខាតសូមអ្នកទាំងអស់គ្នាអភ័យទោសឲ្យពួកយើងផងដោយសារធម្មតាអ្នកទាំងអស់គ្នាខ្ញុំពេលខ្លះក៏យើងអញ្ជើញតារាកិត្តិយសមានខុសមានត្រូវគាត់ប្រកែកនិយាយគាត់មិនប្រកែកនិយាយអីអញ្ចឹងទៅវាមានហើយវាមិនអាចស្មើតែរហូតត្រូវតែរហូតទេអញ្ចឹងសង្ឃឹមថាអ្នកនរគ្នាយល់កន្លែងហ្នឹងអូខេហើយសម្រាប់អ្នកដែលចូលទស្សនាកម្មវិធីតុកភ្លឺ background ងឹតថ្មីអត់ដឹងថាកម្មវិធីតុកភ្លឺ background ងឹតគេចាក់ថ្ងៃណាឥឡូវខ្ញុំប្រាប់ភាសាទៀតកម្មវិធីតុកភ្លឺ background ងឹតចាក់ជារៀងរាល់ថ្ងៃសៅរ៍វេលាម៉ោង 9 premium live នៅលើ channel YouTube Smart Asita ពេលណាដែលអ្នកទាំងអស់គ្នា subscribe like comment ពាក្យថា Smart Asita channel អ្នកទាំងអស់គ្នានឹងមានឱកាសឈ្នះសំបុត្រកុនបាទអញ្ចឹងពីកម្មវិធីតុកភ្លឺ background ងឹតក៏សូមអរគុណដល់អ្នកទាំងអស់គ្នាក៏សូមអរគុណដល់ print អរគុណបងអរគុណច្រើនបាយ